បងបានប្រើជីកសកម្មសញ្ញាត្រាដើមឈើបានម្ដងហើយបានពីរដងហើយឥឡូវមានទំនុកចិត្តទេមានទំនុកចិត្តផ្លែមិនដែរផ្លែល្អមែនទែនពុកម៉ែបងប្អូនប្រហែលជាអត់ទាន់ជឿឥឡូវទៅមើលស្រែគាត់តែម្ដងបាទពុកម៉ែបងប្អូនទៅមើលជាមួយខ្ញុំណាតើផ្លែបែបម៉េចតែម្ដងបាទនេះពុកម៉ែបងប្អូនបាទនេះនិយាយផ្លែស្ទះតែម្ដងបងប្អូនតើកុំឲ្យថាអ្នកលក់ចេះនិយាយឥឡូវមកដល់ស្រែអ្នកធ្វើតែម្ដងបាទហើយពុកម៉ែបងប្អូននេះខ្ញុំចាំមកគួរមកដៃឲ្យមើលនេះអូអស់ស្ទោះនេះពុកម៉ែបាទគុំថានៅតែបរទេសផ្លែល្អប៉ុន្តែពុកម៉ែបងប្អូនប្រជាកសិករនៅពេលដែលគាត់បានកែដីបានល្អហើយគាត់បានថែទាំទៅតាមបច្ចេកទេសដែលក្រុមហ៊ុនដាក់ឲ្យហើយប្រើជីដែលមានគុណភាពគឺកម្រិតស្តង់ដារគឺទទួលបានអញ្ចឹងជីកសិកម្មសាតាមឈើមិនផ្ដោតទៅលើការលក់ឲ្យប្រជាកសិករចំណេញច្រើនទេប៉ុន្តែផ្ដោតទៅលើស្តង់ដារអន្តរជាតិថៃអ៊ីស្រាអែលដែលនាំឲ្យប្រជាកសិករប្រើមួយដឹងមួយហើយប្រើហើយចំណេញបើសិនជាប្រើមិនចំណេញមិនកើនទិន្នផលទេដូរលុយជូនបងវិញតែម្ដងអញ្ចឹងអានឹងហ៊ាននិយាយខ្ញុំហ៊ាននិយាយហ៊ានធ្វើខ្ញុំជាអ្នកលក់បើសិនជាខ្ញុំគ្មានបទពិសោធន៍គ្រប់គ្រាន់ទេគឺខ្ញុំមិនហ៊ាននិយាយបែបហ្នឹងទេអញ្ចឹងពុកម៉ែបងប្អូនប្រើហើយទៅជួបពុកម៉ែបងប្អូនអស់គ្នាតែម្ដងបើសិនជាពុកម៉ែបងប្អូនមិនជឿតោះទៅជួបប្រជាកសិករជាច្រើនអ្នកជាច្រើនខេត្តក្រុងដែលគាត់បានប្រើជីកសិកម្មសញ្ញាត្រាដើមឈើបន្ថែមផងដែរបាទជម្រាបសួរពុកម៉ែបងប្អូនប្រជាកសិករទាំងអស់គ្នាឥឡូវនេះខ្ញុំបានមកដល់ទឹកដីខេត្តព្រៃវែងហើយពុកម៉ែបងប្អូនមើលឃើញស្រូវនេះល្អហ៎បាទប្រវត្តិស្រែនេះគឺធ្វើស្រូវនេះពុំសូវបានផលទេចង់ដឹងថាបន្ទាប់ពីគាត់បានយកបទពិសោធន៍ពីក្រុមហ៊ុនជីកសិកម្មសញ្ញាត្រាដើមឈើក៏ដូចជាប្រើជីកសិកម្មសញ្ញាត្រាដើមឈើវាផ្លែកយ៉ាងម៉េចហើយបានផលច្រើនឬតិចយ៉ាងម៉េចទៅជួបគាត់ផ្ទាល់តែម្ដងបាទជម្រាបសួរបងបាទជម្រាបសួរបងនៅទីនេះឃុំអីស្រុកអីខេត្តអីដែរបងឃុំកោត្រេតខេត្តវិញតោខេត្តព្រៃវែងស្រុកស្វាយអន្តោខេត្តព្រៃវែងបាទសូមបញ្ជាក់បងតិចថាបងពិតជាបានប្រើជីកសិកម្មសញ្ញាត្រាដើមឈើពិតប្រាកដអត់បានប្រើបងហើយរវាងខុសគ្នាពេលដែលបងធ្លាប់ប្រើជីគ្រាប់គីមីតទេនិងប្រើជីផ្លាស់ប្ដូរមកប្រើជីកសិកម្មសញ្ញាត្រាដើមឈើហ្នឹងគឺវាខុសប្លែកគ្នាមិនប្លែកបងប៉ុណ្ណឹងផ្លែបើថាផ្លែដាក់សាច់ពេញល្អបាទឲ្យមានរោគមានអីទៀតអញ្ចឹងហ៎បាទហើយកាលដែលបងប្រើជីគ្រាប់គីមីមួយហាត់អស់ប្រហែលបេមួយហាត់អស់10បេទៅ8បេតែបច្ចុប្បន្នអស់ទៅ5បេទៅ6បេទេប៉ុន្តែកាលដែលបងប្រើជីគីមីតទេហ្នឹងក្នុងមួយហាត់បងអាចទទួលបានប្រមាណតោនមួយហាត់ត្រូវ3តោន4តោនអស់ហើយតែបច្ចុប្បន្នតែអ្វីដែលសំខាន់ផ្លែប៉ុណ្ណឹងទទួលយកបានអត់បងទទួលយកបានបងដាក់សាច់ពេញល្អបាទហើយមានខូចឥឡូវមើលបណ្ឌិតមើលខ្លួនឯងបងអត់មានខូចទេស្រូវនេះល្អណាស់បងបាទអញ្ចឹងអ្វីដែលសំខាន់អរគុណសម្រាប់បាទអរគុណដែលបងផ្ដល់បទពិសោធន៍ក៏ដូចជាកិច្ចសម្ភារមកដល់ខេត្តហ្នឹងណាអរគុណបងផ្លែកបងប៉ុណ្ណឹងផ្លែបើថាផ្លែដាក់សាច់ពេញល្អបាទឲ្យមានរោគមានអីទៀតអញ្ចឹងហ៎បាទហើយកាលដែលបងប្រើជីគ្រាប់គីមីមួយហាត់អស់ប្រហែលបេមួយហាត់អស់10បេទៅ8បេតែបច្ចុប្បន្នអស់ទៅ5បេទៅ6បេទេប៉ុន្តែកាលដែលបងប្រើជីគីមីតទេហ្នឹងក្នុងមួយហាត់បងអាចទទួលបានប្រមាណតោនមួយហាត់ត្រូវ3តោន4តោនអស់ហើយអ្វីដែលសំខាន់ផ្លែប៉ុណ្ណឹងទទួលយកបានអត់បងទទួលយកបានបងដាក់សាច់ពេញល្អបាទហើយមានខូចឥឡូវមើលបណ្ឌិតមើលខ្លួនឯងបងអត់មានខូចទេស្រូវនេះល្អណាស់បងបាទអញ្ចឹងអ្វីដែលសំខាន់អរគុណសម្រាប់បាទអរគុណដែលបងផ្ដល់បទពិសោធន៍ក៏ដូចជាកិច្ចសម្ភារមកដល់ខេត្តហ្នឹងណាអរគុណបងផ្លែកបងប៉ុណ្ណឹងផ្លែបើថាផ្លែដាក់សាច់ពេញល្អបាទឲ្យមានរោគមានអីទៀតអញ្ចឹងហ៎បាទហើយកាលដែលបងប្រើជីគ្រាប់គីមីមួយហាត់អស់ប្រហែលបេមួយហាត់អស់10បេទៅ8បេតែបច្ចុប្បន្នអស់ទៅ5បេទៅ6បេទេបាទអ្វីដែលសំខាន់ផ្លែប៉ុណ្ណឹងទទួលយកបានអត់បងទទួលយកបានបងដាក់សាច់ពេញល្អបាទហើយមានខូចឥឡូវមើលបណ្ឌិតមើលខ្លួនឯងបងអត់មានខូចទេស្រូវនេះល្អណាស់បងបាទជម្រាបសួរពុកម៉ែបងប្អូនប្រជាកសិករទាំងអស់គ្នាឥឡូវនេះជីកសិកម្មសញ្ញាត្រាដើមឈើបានចូលមកដល់ទឹកដីអីបងភូមិអីដែរភូមិត្របែកលិចឃុំអង្គរត្រេតស្រុកស្វាញ់តោខេត្តព្រៃវែងក្នុងភូមិនេះប្រើច្រើនអត់បងជីកសិកម្មសញ្ញាត្រាដើមឈើនេះប្រើបានជាង10នាក់ជាង10នាក់ណាបាទស្រូវនេះបងប្រវត្តិស្រូវនេះពីមុនមកប្រើជីផ្សេងបានផលដូចអញ្ចឹងអត់បានកាលពីយើងប្រើពីមុនយើងមិនទាន់ប្រើហ្នឹងយើងប្រើជីគីមីវាល្អជាងទេហើយវារោគច្រើនហើយដល់យើងប្រើមកជីហ្នឹងដើមដងវាល្អផ្លែវាល្អអត់ទៅមានរោគទេកាលពីដើមខ្ញុំធ្វើស្រែខ្ញុំអត់ដឹងជីណាត្រីផ្លាស់ទេហ្នឹងហើយខ្ញុំប្រើតែជីវៀតណាមជីគីមីហ្នឹងហើយក្នុងមួយហាត់យើងបាច់3ដងបាទបាច់3ដងក្នុងមួយហាត់ហ្នឹងចំណាយទាំងទី1ទី2ទី3មួយហាត់
ผมใบบ้านแต่ผมบุญบ้าน บ่ចឹងទិន្នផលក្នុងមហាត់បាន4តោនឬ3តោនកន្លះខ្ពស់ហ្នឹងហើយបាទតិចហើយយើងប្រើថ្នាំកោះច្រើនដែរវាមានរូបច្រើនណាក្រាសផងណាតកៅចាក់គល់ផងដល់ទៅពេលត្រូវចេញក្រហមព្រឿងចឹងវាមានមកទៀតពីមុនឮថាដីនេះប្រវត្តិដីនេះ 20A តែបានប្រហែលដូចជាបានប្រហែលទេឆ្នាំទៅបាទឆ្នាំទៅបាន 29B កន្លះ 20A បាន 29B កន្លះបាទតែឆ្នាំនេះយើងអត់បានបោតទេនៅប៉ុន្តែវគ្គមុនហើយនឹងវគ្គនេះមួយណាផ្លែខ្លាំងជាងវគ្គទី3នេះទី3ណាបាទផ្លែខ្លាំងជាងអញ្ចឹងតើបងមានអ្វីដើម្បីប្រដាប់ផ្ញើដល់បងប្អូនឥឡូវខ្ញុំសូមផ្ដាំផ្ញើទៅបងប្អូនកសិករនៅក្នុងមូលដ្ឋានឬនៅក្នុងឃុំទាំងទាំងមូលងាកមកប្រើណា G3 Plus សញ្ញានេះប្រើដើមឈើនេះណាមើលឲ្យហើយអញ្ចឹងវាបានទិន្នផលខ្ពស់ហើយកាត់បន្ថយថ្នាំគីមីអស់តិចដែរអញ្ចឹងសូមបងប្អូនយើងទាំងអស់គ្នាមកប្រើប្រាស់ G3 Plus នេះមិនខុសគោលបំណងទេបាទអរគុណបងពីមុនឮថាដីនេះប្រវត្តិដីនេះ 20A តែបានប្រហែលដូចជាបានប្រហែលទេឆ្នាំទៅបាទឆ្នាំទៅបាន 29B កន្លះ 20A បាន 29B កន្លះបាទតែឆ្នាំនេះយើងអត់បានបោតទេនៅប៉ុន្តែវគ្គមុនហើយនឹងវគ្គនេះមួយណាផ្លែខ្លាំងជាងវគ្គទី3នេះទី3ណាបាទផ្លែខ្លាំងជាងបងចង់សួរបងថាបន្ទាប់ពីបងពីមុនបងប្រើជីគីមីមួយហាត់បងទទួលបានប្រហែលតោនហើយបន្ទាប់ពីបងងាកមកប្រើនេះដើម្បីជួយឲ្យស្រូវរបស់យើងល្អប្រសើរនឹងការទិន្នផលវាបានប្រហែលតោនដែរតាមបបពិសោធន៍ដែលកសិករទាំងខ្ញុំទទួលបានដែលយើងអត់ប្រើជាមួយ 3 Plus មួយហាត់អាចខ្ពស់បំផុតហើយពី4តោនកន្លះទៅ5តោនឬក៏5តោនតិចតួចតែដល់យើងមកប្រើនេះសម្រាប់បាយទុនខ្ញុំប្រើបានជិត8តោនជាងហើយបាយហ្នឹងសម្រាប់ដូចបងគង់សរនមិញដូចស្រែមិញខ្ញុំកណនាគាត់ 20A ហ្នឹងវាបានជិត20ទៅ21ទៅអញ្ចឹងបើយើងកណនាទៅវាអាចកើនរហូតដល់8តោនបន្ទាប់ពីយើងប្រើជីលាយណាបាទអញ្ចឹងអរគុណច្រើនសម្រាប់ការ control ជីកសិកម្មសញ្ញាត្រាដើមឈើអ្វីដែលពិសេសហ្នឹងបងបាន control បានវាអីតាំងពីប្រើមកច្រើនផងបានខ្ញុំ2វគ្គនេះហ៎បាទ2វគ្គនេះប៉ុន្តែនេះល្អជាងដោយសារមានរុយសល្អជាងវគ្គទី1ឬសូថាវគ្គមុនហ្នឹងគេរុយសពេញស្រែតែផនយើងដែលប្រើប្រភេទ G3 Plus បែរជាអត់មានទេវាជួបតែជួបតិចហើយមានន័យថាយើងសង្គ្រោះវាបានដូចថាវាវាយលុកពីពពួកសល់អត់រុយសហ្នឹងវាអត់ខ្លាំងដូចគេដល់គីមីសង្កត់ 70-80% ជួយអត់ទាន់ហើយដល់ខ្ញុំគេឆ្ងល់ដល់ខ្ញុំព្រាចខ្ញុំបាញ់ថ្នាំអីបានស្រូវអត់សូវខូចខាតដូចគេហើយដោយសារខ្ញុំប្រើ G3 Plus នេះហើយនឹងថ្នាំមកប្រមុនបានសង្គ្រោះបានល្អជាងប្រើគីមីកន្លងមកនេះឥឡូវជាចុងចប់នេះសូមបងមួយទៀតបញ្ជាក់ឈ្មោះអ្វីនៅភូមិឃុំអ្វីបាទខ្ញុំបាទជាកសិករនៅភូមិលឹកឃុំរំជែកស្រុកបស្ដាច់ឈ្មោះវ៉ាវាសនាហើយខ្ញុំធ្វើស្រែនៅតាមអមឡាយនេះហើយដូចជាក្រុមហ៊ុនបានឃើញហើយស្រូវដែលខ្ញុំធ្វើកន្លងមកខ្ញុំបានបង្ហាញស្រូវនេះភាគច្រើនដែលខ្ញុំឃើញវាផ្លែកត្រង់ថាវាផ្លែជាងមុនចុងចង្កោមញឹកហើយសាច់ក្របវាអត់មានអត់វាថ្លាមើលទៅវាថាស្រូវអត់មានមេរោគហើយគុណភាពផ្លែកដល់ផ្លែអញ្ចឹងទៅបងប្អូនជាសួរខ្ញុំថាពូជស្រូវអីគេចែកធ្វើពូជអីចឹងហោហែខ្ញុំថាមិនមែនពូជល្អណាទេមានអោយមានអីដូចគេដែរប៉ុន្តែមកពីជីមកពីជីនឹងមានទាំងជីគោកមានទាំងជីទឹកហើយយើងមានថ្នាំទៀតអ្វីដែលយើងជួយឲ្យសិលលូលាស់បានអានឹងកតា3 4មុខហ្នឹងហើយខ្ញុំចង់ទៅកាន់ប្រជាកសិករស្ដែងច្រើនណាស់ពេលខ្លះប្រជាកសិករដែលតែងតែមើលតាមអនឡាញក៏តាមពួកហ្នឹងក៏ពួកសំដែងហើយគ្រាន់តែជួលឲ្យគេនិយាយជាការប៉ັດទេបងបាទខ្ញុំសូមបញ្ជាក់ឡើងវិញកន្លែងនេះជាការប៉ັດក្រុមហ៊ុនមិនបានឲ្យខ្ញុំធ្វើពាណិជ្ជកម្មជួយក្រុមហ៊ុនទេហើយតាមប៉ັດខ្ញុំផ្ដល់ព័ត៌មាននៅក្រុមហ៊ុនថាអ្វីដែលផ្លែកស្រូវខ្ញុំធ្វើវាអត់បានដូចអញ្ចឹងបាទពីមុនមកហើយដល់បានល្អអញ្ចឹងដល់ខ្ញុំប្រាប់ទៅក្រុមហ៊ុនគាត់ចង់មកមើលស្រូវខ្ញុំអានេះរឿងប៉ັດអត់មានបច្ចាទេហើយកសិករទូទាំងប្រទេសហើយជាលោកជ្រាបហើយអំពីកសិករខេត្តផ្សេងទៀតដែលប្រើ G3 Plus សញ្ញាដើមឈើនេះបាទបើសិនជាគិតថាមានចំណាប់អារម្មណ៍អាចជាវយកទៅប្រើទៅយើងនឹងដឹងហើយកុំឲ្យថាឮទៅគេថាបាទនៅរឿងវាពិតត្រង់ហ្នឹងអញ្ចឹងអរគុណបាទអរគុណច្រើនជំរាបលាតាមបបពិសោធន៍ដែលកសិករទាំងខ្ញុំទទួលបានដែលយើងអត់ប្រើជាមួយ 3 Plus មួយហាត់អាចខ្ពស់បំផុតហើយពី4តោនកន្លះទៅ5តោនឬក៏5តោនតិចតួចតែដល់យើងមកប្រើនេះសម្រាប់បាយទុនខ្ញុំប្រើបានជិត8តោនជាងហើយបាយហ្នឹងសម្រាប់ដូចបងគួងសរនមិញដូចស្រែមិញខ្ញុំកណនាគាត់ 20A ហ្នឹងវាបានជិត20ទៅ21ទៅអញ្ចឹងបើយើងកណនាទៅវាអាចកើនរហូតដល់8តោនបន្ទាប់ពីយើងប្រើជីលាយណាហ្នឹងហើយស្រូវនឹងផ្ដើមស្ដើងបាច់ជីក
ទៅវាស្ទុះមកអូកាខ្មឹកបាច់ខ្នែងគុំធាចឹងមកដើមវាដងដើមទូចឹងវាបាច់ជីល្អស្លឹកដល់ពេលសាក្រោយហ្នឹងវាល្អដងដើមល្អទាំងលឹកចឹងវាខៀវងុំល្អចឹងសូម5ផ្ញើបងប្អូនប្រើជីទៅវាល្អចំណេញទាំងលុយចំណេញទាំងស្រូវផលចឹងបាទខ្ញុំប្រើអាជីធម្មតាពីមុនមកអត់បានវាយប៉ុណ្ណឹងអូស្រូវហ្នឹងជួសខ្ញុំអត់ជួសអូទៅពេកគេតាំងជើងចាស់ប៉ុណ្ណឹងដែរព្រោះស្រូវមិនឲ្យយំទៅខ្ញុំຕົកចោលហ្នឹងមកដល់ទៅបានប្រើទីផ្លាស់ហ្នឹងទៅមួយទៅស្រូវដូចពេញភ្នែកដែរrồiទៅដល់ស្រូវធំទៅស្រឡាញ់ដែរហ្នឹងទៅយំហ្នឹងពីអូតូវឹកងាយដល់ហ្នឹងគេស្ងាត់មាត់ហើយគេស្ងាត់មាត់ហើយគេលែងស្អាប់ទៀតគេលែងស្អាប់ហើយការពីមុនខ្ញុំអត់តន់ប្រើជីមេជី 3+ នេះការខ្ញុំប្រើជីក្របអស់8បាវក្នុង1ហិកតាដល់ពេលខ្ញុំប្រើជីមេជី 3+ នេះខ្ញុំបាច់មេជីក្របរយៈ5បាវគឺល្អខ្ជិលហ្មងកាត់បន្ថយបាន3បាយតែផលបានច្រើនផលចាប់ពី7តោនទៅ8តោនខ្ញុំផ្ដាំផ្ញើទៅបងពូមីងទាំងអស់បើចង់បានផលស្រូវច្រើនឲ្យប្រើមេជី 3+ នេះគឺល្អពិតសន្តិផលកើនជាងវគ្គមុនណាមុនបាន5តោនទេមហាត់ទៅចាឥឡូវបានដល់ចូល7ហើយចាសុបាយចិត្តអ្នកធ្វើស្រែទៅបានអញ្ចឹងសុបាយចិត្តណាបានស្រូវល្អហ្នឹងមកតែ2ដងហ្នឹងហើយថាវានៅល្អរហូតស្មើរហូតទៅតាមផ្ញើទៅជាកសិករទាំងអស់នេះសូមឲ្យនេះជួយឆ្នាំរបស់គេឲ្យឆ្លើហ្នឹងណារបស់គេល្អណាស់ព្រោះអីយើងនឹងខ្ញុំប្រើទៅមានគុណភាពរបស់គេកាលខ្ញុំមិនទាន់ប្រើ 3+ ខ្ញុំប្រើគីមីសុទ្ធណាបងណាបាទក្នុង1ហិកតាបានបើសិនជាអត់មានតកៅអត់មានអីបាន5តោនប៉ុន្តែខ្ញុំប្រើអស់13ហ៎បាទពេលក្រុមហ៊ុនផ្សព្វផ្សាយមកខ្ញុំនឹងចាប់ដើមប្រើរយៈពេល3ឆ្នាំហ្នឹងខ្ញុំកាត់បន្ថយច្រើនណាដោយថា 10B នៅ 5B អញ្ចឹងណាផលវាបានដោយថា6តោនឬ6កន្លះតាមបាទហើយវាចំណេញថវិកាគ្រប់បែបយ៉ាងខ្ញុំរស់នៅភូមិត្របែកលិចឃុំកោត្រេតស្រុកស្វែងទៅបងបាទបងប្រើរយៈពេល3ឆ្នាំហើយខ្ញុំចង់ចូល4ឆ្នាំហើយបាទ 3+ ហ្នឹងខ្ញុំប្រើរហូតគ្រប់សញ្ញាដើមឈើនិយាយចំទិន្នផលបាន8តោនដល់8តោនជាងព្រោះមានទំនុកចិត្តវាប្រើទៅបានល្អជីវាកាត់បន្ថយជីគីមីខ្លះបើចង់វាយើងប្រើហ្នឹងទៅវាល្អបានយូរវាគ្រាន់តែជាអាជីគីមីយើងយ៉ាងនេះវាប្រើទៅវាខៀវរហូតដល់យើងច្រូតដើមល្អស្លឹកវាវែងល្អស្លឹករឹងវាអត់ដូចប្រើជីគីមីវាប្រើទៅវាស្លឹកវាទុនវារោគច្រើនបើខ្ញុំប្រើជីហ្នឹងទៅវាអត់ទៅមានរោគហើយស្លឹកវាក៏រឹងល្អគួរវាធំហើយវែងយើងបាច់ជីក្របទៅវាល្អបានតែរយៈពេលខ្លីបាច់3ដងដល់ពេលយើងបានបាញ់អានឹងជំនួយបាច់ជី12ដងគ្របប្រើអស់ 10B បងផលបានបាន3តោនបើខ្ញុំប្រើនេះវាបាន6តោនចាស់ជីក្របយើងថយអស់ 4B វល់វាល្អមកខៀវយើងខៀវធម្មតាវាមិនខ្លាំងពេកវាក៏វាមិនតិចពេកបាទព្រោះវាដូចធម្មជាតិផ្លែល្អផ្លែគួរធំវែងកាលពីមិនទាន់ប្រើជី 3+ ប្រើក្នុងមហាត់អស់10បាវបាទដល់ឥឡូវដល់យើងប្រើអាជី 3+ ហ្នឹងបន្ថយនៅសល់តែ7បាវទៅ6បាវទេពីមុនយើងបានតែ4តោននេះឥឡូវកើនដល់8តោនបង8តោនបាទខ្ញុំមានមុខចិត្ត 100% បើបងប្អូនចង់សាអីក៏បានដែរព្រោះខ្ញុំប្រើជោគជ័យហើយកាលពីមិនទាន់ប្រើជី 3+ ប្រើក្នុងមហាត់អស់10បាវបាទដល់ឥឡូវដល់យើងប្រើអាជី 3+ ហ្នឹងបន្ថយនៅសល់តែ7បាវទៅ6បាវទេពីមុនយើងបានតែ4តោននេះឥឡូវកើនដល់8តោនបង8តោនបាទខ្ញុំមានមុខចិត្ត 100% បើបងប្អូនចង់សាអីក៏បានដែរព្រោះខ្ញុំប្រើជោគជ័យហើយការពីមុនខ្ញុំអត់តន់ប្រើជីមេជី 3+ នេះការខ្ញុំប្រើជីក្របអស់8បាវក្នុង1ហិកតាដល់ពេលខ្ញុំប្រើជីមេជី 3+ នេះខ្ញុំបាច់មេជីក្របរយៈ5បាវគឺល្អខ្ជិលហ្មងកាត់បន្ថយបាន3បាយតែផលបានច្រើនផលចាប់ពី7តោនទៅ8តោន
nhom đam nhà tới bong bong pu minhទាំងអស់បើចង់បានផលស្រូវច្រើនឲ្យប្រើមេជី3+នេះគឺល្អពិតពិត សន្តិផលកើនជាងវគ្គមុនណាមុនបាន5តោនទេមហាត់ទៅចាឥឡូវបានដល់ចូល7ហើយចាសុបាយចិត្តអ្នកធ្វើស្រែទៅបានអញ្ចឹងសុបាយចិត្តណាបានត្រូវល្អហ្នឹងមកតែ2ដងហ្នឹងហើយថាវានៅល្អរហូតស្មើរហូតទៅតាមផ្ញើទៅជាកសិករទាំងអស់នេះសូមឲ្យនេះជួយឆ្នាំរបស់គេឲ្យឆ្លើហ្នឹងណារបស់គេល្អណាស់ព្រោះអីយើងនឹងចំប្រើទៅមានគុណភាពរបស់គេ កាលខ្ញុំមិនទាន់ប្រើត្រីផ្លើសខ្ញុំប្រើគីមីសតណាបងណាបាទក្នុងមួយហត្តាបានបើសិនជាអត់មានតកៅអត់មានអីបាន5តោនប៉ុន្តែខ្ញុំប្រើអស់13ហ៎បាទពេលក្រុមហ៊ុនផ្សព្វផ្សាយមកខ្ញុំនឹងចាប់ដើមប្រើរយៈពេល3ឆ្នាំហ្នឹងខ្ញុំកាត់បន្ថយច្រើនណាដោយថា 10B នៅ 5B អញ្ចឹងណាផលវាបានដោយថា6តោនឬ6កន្លះតាមបាទហើយវាចំណេញថវិកាគ្រប់បែបយ៉ាងខ្ញុំរស់នៅភូមិត្របែកលិចឃុំកោត្រេតស្រុកស្វែងទៅបងបាទបងប្រើរយៈពេល3ឆ្នាំហើយខ្ញុំចង់ចូល4ឆ្នាំហើយបាទ3+ហ្នឹងខ្ញុំប្រើរហូតគ្រប់សញ្ញាដើមឈើនិយាយចំទិន្នផលបាន8តោនដល់8តោនជាងហើយមានទំនុកចិត្តវាប្រើទៅបានល្អជីវាកាត់បន្ថយជីនេះគីមីខ្លះបើចង់វាយើងប្រើហ្នឹងទៅវាល្អបានយូរវាគ្រាន់តែជាអាជីគីមីយើងយ៉ាងនេះវាប្រើទៅវាខៀវរហូតដល់យើងច្រូតដើមល្អស្លឹកវាវែងល្អស្លឹករឹងវាអត់ដូចប្រើជីគីមីវាប្រើទៅវាស្លឹកវាទុនវារោគច្រើនបើខ្ញុំប្រើជីហ្នឹងទៅវាអត់ទៅមានរោគហើយស្លឹកវាក៏រឹងល្អគួរវាធំហើយវែង យើងបាច់ជីគ្រាប់ទៅវាល្អបានតែរយៈពេលខ្លីបាច់3ដងដល់ពេលយើងបានបាញ់អានឹងជំនួយបាច់ជី12ដងគ្រាប់ប្រើអស់ 10B បងផលបានបាន3តោនបើខ្ញុំប្រើនេះវាបាន6តោនចាស់ជីគ្រាប់យើងខយអស់ 4B វល់វាល្អមកខៀវយើងខៀវធម្មតាវាមិនខ្លាំងពេកវាក៏វាមិនតិចពេកបាទព្រោះវាដូចធម្មជាតិផ្លែល្អផ្លែគួរធំវែងក្នុងស្រីនឹងផ្ដើមស្ដើងបាច់ជីទៅវាស្ទុះមកអូកាខ្មឹកបាច់ខ្នែងគុំហៀអញ្ចឹងមកដើមវាដងដើមទូអញ្ចឹងវាបាច់ជីល្អស្លឹកដល់ពេលសាក្រោយហ្នឹងវាល្អដងដើមល្អទាំងលឹកអញ្ចឹងវាខៀវងុំល្អអញ្ចឹងសូមផ្ដាំផ្ញើបងប្អូនប្រើជីទៅវាល្អចំណេញទាំងលុយចំណេញទាំងស្រូវផលអញ្ចឹងបាទខ្ញុំប្រើអាជីធម្មតាពីមុនមកអត់បានវាយប៉ុណ្ណឹងអូស្រូវហ្នឹងជួសខ្ញុំអត់ជួសអូទៅពេកគេតាំងជើងចាស់ប៉ុណ្ណឹងដែរព្រោះស្រូវអត់មិនឲ្យយំខ្ញុំទុកចោលហ្នឹងក៏ដោយបានប្រើទីផ្លាស់ហ្នឹងទៅមួយទៅស្រូវដូចពេញភ្នែកដែរទៅដល់ស្រូវធំទៅឆ្លាញ់ដែរហ្នឹងទៅយំហ្នឹងពីអូតូវឹកងាយដែរហ្នឹងគេស្ងាត់មាត់ហើយគេស្ងាត់មាត់ហើយគេលេងស្អាប់ទៀតគេលេងស្អាប់ហើយ នេះមកមើលលទ្ធផលដែលបានប្រើក្រូចថ្លុងមួយកន្លែងទៀតណាដែលបានប្រើប្រភេទ Meiji 3+ Organic អញ្ចឹងពុកម៉ែបងប្អូនមើលគ្រូបាទមើលនេះបាទដងដើមអាយុជិត3ឆ្នាំប៉ុន្តែទៅតែរៀនផ្លែដំបូងឯងឥឡូវទៅមើលដើមវាតើដើមប៉ុណ្ណាបាទនេះមើលផ្លែក៏ខាងនេះក៏ផ្លែដែរនេះផ្លែប៉ុណ្ណក៏ដៃខ្ញុំបាទប៉ុណ្ណក៏ដៃខ្ញុំទេប៉ុន្តែអានឹងដើមប៉ុណ្ណក៏ដៃប៉ុន្តែផ្លែច្រើនហើយធំមានទម្ងន់បើនិយាយពីស្លឹកពុកម៉ែបងប្អូនមើលស្លឹកក្រាស់ធំល្អបាទមិនមែនតែមួយកន្លែងហ្នឹងណាគឺច្រើនកន្លែងមែនតើមួយចំការនេះគឺល្អទាំងអស់តែម្ដងអញ្ចឹងណានេះពុកម៉ែបងប្អូនមើលដងដើមស្លឹកបាទផ្លែនេះផ្លែខាងនោះក៏ផ្លែដែរបាទប៉ុន្តែយើងមើលទៅឃើញស្លឹកច្រើនទៅមើលអត់ចង់ឃើញអញ្ចឹងណាបាទឥឡូវយើងទៅមើលកន្លែងផ្សេងទៀតបាទនេះដើមផ្សេងទៀតអញ្ចឹងពុកម៉ែបងប្អូនមើលតែស្លឹកនេះឃើញស្លឹកបាទនេះដងដើមគឺល្អខ្លាំងម្ចាស់ចំការគាត់ប្រាប់ថាពេលដែលក្តៅខ្លាំងគឺវាអត់មានបញ្ហាអីនៅពេលដែលប្រើជាមួយប្រភេទ Meiji 3+ Organic បាទដំណាំគេផ្សេងងាប់អស់ប៉ុន្តែដំណាំក្រូចថ្លុងរបស់គាត់នេះគឺអត់ងាប់ទេបាទប្រើល្អខ្លាំងដោយសារវា
វាបំពន់សារធាតុកម្លាំងខ្លាំងហើយបដោះឬថ្មីច្រើនអញ្ចឹងទៅវាធ្វើឲ្យដំណាំរបស់យើងធន់នឹងកម្ដៅធន់នឹងអាកាសធាតុតែម្ដងសួស្តីពុកម៉ែបងប្អូនអរគ្នានេះគឺជាប្រភេទក្រូចថ្លុងដែលបានប្រើប្រាស់ជីកសិកម្ម 3+ បាន2ដងហើយដើមតូចទេបងប្អូនអរគ្នាមើលនេះបាទវារៀនផ្លែដំបូងណាបាទនេះផ្លែច្រើនណាផ្លែច្រើនក៏យើងអត់ទុកឲ្យច្រើនដែរពូខ្លាចបាក់ដើមអញ្ចឹងវាដើមតូចនៅឡើយណាបាទនេះប្រភេទដែលបានប្រើប្រាស់ប្រភេទ Meiji Triple Organic គឺផ្លែអញ្ចឹងបងឲ្យមើលដងដើមមានស្លឹកបងប្អូនទាំងអស់គ្នាបាទគឺល្អខ្លាំងបាទវាមានសារធាតុការពារជំងឺផងការពារសត្វល្អិតផងច្រើនណាស់នៅក្នុងហ្នឹងអញ្ចឹងពុកម៉ែបងប្អូនមើលដងដើមបាទប្រើបាន2ដងបងប្អូនបាទមើលដងដើមទូចមែនតើតែផ្លែនោះបាទកាត់ចេញខ្លះព្រោះអីខ្លាចបាក់អាយ៉ាមេឃណាបាទព្រោះវារៀនផ្លែដំបូងគឺយើងដាក់តែប៉ុណ្្នឹងគឺទុកតែប្រហែលផ្លែជិត10ផ្លែហ្នឹងគឺគ្រប់គ្រាន់ហើយអញ្ចឹងណាបងប្អូនចឹងយើងមកមើលមួយកន្លែងទៀតបាទដោយផ្លែច្រើនបាទនេះយើងមកមើលការរយរបស់គាត់គឺតាមគល់នឹងខ្មៅបាទរយនេះបាទផ្លែចេញមកគឺស្អាតមែនតើជាមួយនឹងពុកម៉ែបងប្អូនចឹងបានថាប្រើជាមួយនឹងជីត្រូវល្អសុទ្ធស្អាត 100% គឺទទួលបានផលជាក់ស្ដែងតែម្ដងបាទចឹងយើងមិនមើលថាផ្លែតែមួយដើមមិនមែនទេបាទចឹងយើងមកមើលនេះទៀតបាទផ្លែខ្លាំងមែនតើពុកម៉ែបងប្អូននេះអូហូក្រូចថ្លុងចេញមកស្អាតបាទសបកពេញសាច់ល្អបាទចឹងការប្រើប្រាស់ជាមួយនឹងជីត្រាសញ្ញាដើមឈើពិតប្រាកដ 100% ពុកម៉ែបងប្អូនបន្ទាប់ពីយើងមកមើលនៅក្រូចថ្លុងហើយយើងក៏មានក្រូចពោធិ៍សាត់ទៀតពុកម៉ែបងប្អូនបាទនេះគឺផ្លែខ្លាំងមែនតើជី 3+ អស់ពូចង់ប្រើប្រាស់លើឆ្នាំអីដែរពូអូត្រូវនេះពូអាយុប៉ុន្មានថ្ងៃផ្លែមែនតើពុកម៉ែបងប្អូនអើយការប្រើប្រាស់ជាមួយនឹងជីនេះគឺมันខកបំណងទេមកឥឡូវញ៉ាំមួយនេះម្ចាស់ចង្ការក្រូចតូចបាទនេះម្ចាស់ចង្ការក្រូចធំបាទប៉ុន្តែម្ចាស់ចង្ការក្រូចតូចនឹងសើចសាច់លយញញឹមឲ្យគាត់ញឹមឥឡូវញ៉ាំមួយទៀតមើលញ៉ាំមួយទៀតមើលចាញ៉ាំសើចឲ្យលឺទៀតមើលបាទនេះបងស្រីម្ចាស់ក្រូចបងប្រើមិនដែរល្អតាបានដងហើយ2ដងនេះផ្លែច្រើនហើយដងដើមប៉ុណ្ណឹងក៏ដៃបើផ្លែដល់ណាចាបាទអញ្ចឹងអរគុណបងចាបងបងប្អូនអរគ្នានេះប្រភេទក្រូចថ្លុងដែលមានអាយុជិត3ឆ្នាំហើយពុកម៉ែបងប្អូនពិនិត្យមើលដើមតូចមែនតើបាទតូចជាងកដៃទៀតប៉ុន្តែផ្លែហើយដងដើមនិងស្លឹកពុកម៉ែបងប្អូនមើលល្អដោយសារតែប្រើប្រភេទ Meiji 3+ យើងបាន2ដងហើយអញ្ចឹងពុកម៉ែបងប្អូនមើលផ្លែនេះផ្លែក្រច្រើនទៀតខាងនោះទៀតអញ្ចឹងមិនមែនតែមួយដើមនេះទេបាទហើយដងដើមនេះគឺផ្លែច្រើនប៉ុន្តែយើងអត់ឲ្យទុកដោយសារវាទៅតែរៀនផ្លែអញ្ចឹងយើងឲ្យទុកខ្លះអញ្ចឹងពុកម៉ែបងប្អូនមើលទៀតនេះប្រភេទនេះទៀតបាទមើលទៅផ្លែធំល្អណាបាទខាងនោះបាទហើយមើលទៅដងដើមនិងស្លឹកគឺមានកម្លាំងខ្លាំងតែម្ដងមិនមែនតែមួយដើមទូក្នុងចង្ការហ្នឹងគឺទាំងអស់តែម្ដងបាទនេះបងម្ចាស់ចំការបាទគាត់ប្រើបាន2ដងហើយបាទប្រើបាន2ដងហើយអ្វីដែលសំខាន់ចេះចង់ប្រាប់ពុកម៉ែបងប្អូនថាប្រភេទ Meiji 3+ Organic នេះគឺវាមានសារធាតុសំខាន់ច្រើនណាស់ទី1គឺវាជួយកែដីពីខូចរីករាលហឹរជូរមកមានជីវជាតិឡើងវិញទី2នេះគឺវាជួយជំរុញការលូតលាស់លឿនហើយបើដងដើមណាដែលអន់ខ្សោយនេះគឺវាជួយបំពេញកម្លាំងបន្ថែមរួចហើយវាជួយបញ្ចេញត្រួយថ្មីលឿនតែម្ដងហើយធ្វើឲ្យដងដើមលូតលាស់លឿនអ្វីដែលសំខាន់គឺវាមានសារធាតុថៃតូសានកម្រិតខ្ពស់វាជួយឲ្យដំណាំបាទការពារពីជំងឺការពាររោគបានល្អប្រសើរពុកម៉ែបងប្អូនមើលតែស្លឹកមើលតែដងដើមទៅបានដឹងហើយដងដើមអត់ទាន់បានប៉ិនក៏ដៃប៉ុន្តែផ្លែធំមែនតើដោយសារមានកម្លាំងអញ្ចឹងពុកម៉ែបងប្អូនមើលណាភាពជាក់ស្ដែងបាទនេះគឺជាភាពជាក់ស្ដែងពុកម៉ែបងប្អូនទិញតែមួយទេប៉ុន្តែចំណេញរហូតដល់3យ៉ាងទី1ចំណេញក្នុងការលូតលាស់លឿនទី2ការពាររោគឬជំងឺទី3ហ្នឹងគឺជំរុញគេហៅថាជំរុញនឹងផលិតផ្លែផ្កាឲ្យបានច្រើននិងកាន់ផ្លែកាន់ក្តឹបអញ្ចឹងអរគុណសម្រាប់ការគាំទ្រជីកសិកម្មផ្សារត្រាដើមឈើក៏ដូចជាប្រភេទ Meiji ម្សៅ 3+ Organic ចំនួនថ្មី
យើងប្រើតាមមកស្លាបព្រាក៏បានដែរតែបើសិនតែយើងចង់ឲ្យល្អខ្លាំងលូតលាស់ខ្លាំងណាចាយើងប្រើ2ស្លាបព្រាអញ្ចឹងទៅបាទទៅអញ្ចឹងយើងងុំបានយូរមកហើយក៏លូតលាស់បានលឿនដែរហើយបើប្រភេទវាដូចខ្ញុំប្រាប់អញ្ចឹងណាបើសិនជាមេឬឈ្មោលអីក៏ដោយប្រើពពួកនេះទៅគឺវាកាត់ដែរជួយបង្កាត់ឲ្យខ្លាយផ្លែទាំងអស់អត់ចាំបាច់ខ្លាចខ្ញុំផ្លែទេបាទនេះដល់ស្វាយថតខ្លីៗបាននេះស្វាយប៉ុណ្ណេះអីហ្នឹងគឺយើងរយជុំវិញគល់ហ្នឹងតើ2ស្លាបព្រាមកបានតែប៉ុណ្្នឹងបាននេះគឺជាលទ្ធផលក្រូចថ្លុងដែលបានប្រើប្រាស់ជាកសិកម្មសញ្ញាត្រាដើមឈើពុកម៉ែបងប្អូនគឺប្រភេទទីផ្លាស់អอร์แกនិកនេះបាទដើមតូចៗតែប៉ុណ្ក៏ដៃខ្ញុំប៉ុន្តែផ្លែបាទអញ្ចឹងមិនត្រឹមតែមួយដើមនឹងទេចាស់ឥឡូវយើងទៅមើលដើមផ្សេងៗតើវាដងដើមល្មិចស្លឹកល្មិចល្អប៉ុណ្ណាលទ្ធផលដែលយើងបានប្រើប្រភេទមេជីទីផ្លាស់អอร์แกនិកដែលមានសារធាតុសំខាន់ៗមកពីស្អែកនិងថៃបាទមួយញ៉ាំមួយនេះម្ចាស់ចកាក្រូចតូចបាទនេះម្ចាស់ចកាក្រូចធំបាទប៉ុន្តែម្ចាស់ចកាក្រូចតូចនឹងសាច់លយញ៉ាំឲ្យគាត់ញ៉ាំឥឡូវញ៉ាំមួយទៀតបាទញ៉ាំមួយទៀតមើលចាញ៉ាំអាសោចឲ្យលឺទៀតបាទនេះបងស្រីម្ចាស់ក្រូចបងប្រើមិនដែរល្អតាបានដង2ដងនេះផ្លែច្រើនហើយដងដើមប៉ុណ្ណឹងក៏ដៃបើផ្លែដល់នោះចាបាទអញ្ចឹងអរគុណបងចាបងមកសុំវីដេអូតិចមកបាយដាក់នេះមកគាត់តែយើងឃើញឡើងសងយឺតឲ្យយើងជួងដីមកឥឡូវភ្លៀងវាអាចគាត់នៅមុខកានិយាយមិនបាច់ទេចាំមកទួយទស្សនានិយាយអត់ទៅចូលទៅបើមានបញ្ហាអីប្រាប់ខ្ញុំខ្ញុំដោះស្រាយឲ្យមានជំងឺអីចូលចឹងខ្ញុំផ្ញើអាឆ្នាំព្យាបាលអីផ្សេងៗណាអានឹងមិនបាច់ដាក់ថែមទេដោយសារវាកំពុងផ្លែកុំឲ្យយកបុកខាងបងប្អូនជាកសិករទាំងអស់នេះឥឡូវនេះយើងមកមើលលទ្ធផលដែលយើងប្រើជាមួយនឹងជីជ្រែកដីអอร์แกនិកជំនាន់ថ្មីឥឡូវពុកម៉ែបងប្អូនមើលផ្លែស្រូវផ្លែយើងមើលតាមភាពជាក់ស្ដែងទៅមិនបាច់សូវជឿខ្ញុំទេណាអញ្ចឹងយើងមើលនេះបាទចេញមកល្អមែនទេណាបាទមើលភាពស្ដែងទាំងអស់គឺវាចេញមកស្រស់ទាំងអស់មើលនេះមើលខាងនេះបាទមើលទៅគឺមួយស្រែនេះគឺផ្លែយោតែមែនតែម្ដងបន្ទាប់ពីគាត់បានប្រើជីកសិកម្មជ្រែកដីអอร์แกនិកនេះណាគឺគាត់ទទួលបានទិន្នផលបែបនេះអញ្ចឹងយើងមើលនេះយើងមើលគួរស្រូវនេះពុកម៉ែបងប្អូននេះតែខ្ញុំកាន់ឲ្យមើលនេះទេស្អាតបាទនេះទេមួយដៃមកគឺល្អខ្លាំងតែម្ដងនេះទេបងប្អូននេះត្រូវតែយើងចាប់បានប្រើគឺចេញមកមើលកាមេរ៉ាបាច់មើលកាមេរ៉ាចត់ឲ្យមើលអញ្ចឹងវាដូចសំដែងអត់ទៀតម៉ែបងប្អូនជាកសិករទាំងអស់គ្នាឥឡូវនេះយើងមើលស្រូវដែលយើង
បានប្រើជីជ្រេចដីអស់ជំនាន់ថ្មីណាបាទនេះម៉ែបងប្អូនមើលណាល្អខ្លាំងមែនតែម្ដងសម្រាប់ស្រូវមួយស្រែនេះហើយក៏ដូចជាខាងនេះដែរពុកម៉ែបងប្អូនមើលបាទស្អាតតែម្ដងបាទនេះគឺជាលទ្ធផលដែលវិជាកសិករទទួលយកបានបាទពីការប្រើប្រាស់ជីជ្រេចដីអស់កណិចអញ្ចឹងពុកម៉ែបងប្អូននេះឃើញបាទល្អខ្លាំងតែម្ដងបាទបាទយើងមើលទស្សនភាពរបស់វាឥឡូវកាមេរ៉ាមើលទស្សនភាពទូទៅខាងលើបាទយើងមើលតើវិជាកសិករអាចទទួលបាននេះចេញប្រវត្តិបាទស្រែនេះល្អទាំងអស់តែម្ដងដែលយើងបានប្រើជាមួយនឹងជីកសិកម្មជ្រេចដីអស់កណិតថ្មីអញ្ចឹងយើងមើលភាពជាក់ស្ដែងបាទនេះមើលនេះចាប់មកចេះហ្មងបាទទេបាទផ្លែយកតែមែនតែនណានេះគាត់នេះពុកម៉ែបងប្អូនអស់នេះបាទអញ្ចឹងយើងទៅទស្សនាស្រែផ្សេងទៀតដែលប្រើជីកសិកម្មជ្រេចដីអស់កណិតថ្មីនេះតោះយើងទៅទៀតអូខេបាទជំរាបសួរបង ចា បាទបងនៅខាងស្រុកអីខេត្តអីដែរបង នៅខាងសុតិច បាទស្រុកអីទៀត កំពង់ត្រង់ខេត្តកំពង់ចាម បាទសម្រាប់ការដែលបងជឿជាក់ប្រើជីត្រាំឈើនោះប្រហែលរដូវទេបង កំឆ្នាំទៅចាពួកខ្ញុំអាចធ្លាប់ប្រើជីហ្នឹងទេប៉ុន្តែឆ្នាំទៅខ្ញុំប្រើបានកូនផលច្រើនព្រោះការខ្ញុំអត់ទាន់ប្រើបានតែមួយតោនទេប៉ុន្តែដល់ពេលខ្ញុំប្រើទៅបាន2តោនជាង បាទអញ្ចឹងការប្រើប្រាស់បងរួយប្រហែលសប្តាហ៍ទេសម្រាប់ ខ្ញុំរួយ3សប្តាហ៍ 3សប្តាហ៍ ចារួយទៅឡើងតាមគុល អូខេបាទហើយទិន្នផលបងជឿជាក់មិនដែរបង ជឿជាក់ថាបានច្រើនជាងឆ្នាំទៅមួយខ្ញុំអត់ទៅបានឆ្នាំទៅមួយឆ្នាំនេះខ្ញុំបានច្រើន បាទអញ្ចឹងបងមានអីដែលទៅជម្រាបជូនពុកម៉ែបងប្អូនជាកសិករដែលគាត់ធ្លាប់ប្រើឬក៏មិនទាន់ប្រើតើបងជឿជាក់អញ្ចឹងបងអាចជួយជម្រាបជូនដល់ពុកម៉ែបងប្អូនជាកសិករ ចាខ្ញុំចង់ឲ្យពុកម៉ែបងប្អូនទាំងអស់ឲ្យប្រើដូចខ្ញុំប្រើបានលទ្ធផលមែន បាទហើយតើជាការពិតឬក៏មិនពិតអាហ្នឹងបងជួយជាក់ ចាពិតព្រោះអីខ្ញុំរួយតែមួយកន្លែងព្រោះអីខ្ញុំមាន2កន្លែងអញ្ចឹងពីហាត់ដល់ពេលមហាត់ហ្នឹងខ្ញុំរួយទៅវាបានដល់ពេលអានេះខ្ញុំអត់រួយខ្ញុំបានតែខ្ញុំបានដាក់ជី អូខេ ខ្ញុំបានដាក់តាមកន្លែងហ្នឹង បាទបងបាទ ចា បាទអញ្ចឹងសូមជម្រាបជូនពុកម៉ែបងប្អូនជាកសិករទាំងអស់បាទពុកម៉ែបងប្អូនដែលធ្លាប់ប្រើហើយដឹងប្រសិទ្ធភាពនៅមិនទាន់បានប្រើអញ្ចឹងសម្រាប់ជីកសិកម្មសញ្ញាត្រាដើមឈើជាស្ដេចជីម្សៅទ្រីប្លុកអร์แกនិកនេះគឺមានរូបមន្តពិសេសច្រើននៅក្នុងហ្នឹងតែម្ដងសម្រាប់ជួយឲ្យដំណាំចន្ទទីនៅពេលដែលដាក់តែងមែកហើយគឺយើងត្រូវការបំពន់ទ្របបាតគល់ឲ្យដំណាំចន្ទទីមានកម្លាំងដងដើមមានកម្លាំងដើម្បីងាយនឹងបញ្ចេញត្រួយហើយនឹងផ្កាក្តឹបផ្លែកាន់បានល្អតែម្ដងជាពិសេសគ្រាប់ធំដាក់ម្សៅបានកម្រិតស្តង់ដារល្អតែម្ដងអញ្ចឹងបើសិនជាពុកម៉ែបងប្អូនជាកសិករទាំងអស់ចង់បានឲ្យដំណាំចន្ទទីបានផលច្រើនសូមទំនាក់ទំនងលេខ3ខ្សែដែលនៅខាងលើជាពិសេសទំនាក់ទំនងទៅលើពេកក្រុមការងារយើងខ្ញុំផ្ទាល់ប្រឹក្សាជូនលំអិតក្នុងការប្រើប្រាស់តែម្ដងណាបងប្អូនណាបាទសូមអរគុណបងអរគុណ ចាចាអរគុណ ជំរាបសួរបងប្រុសបាទអញ្ចឹងខ្ញុំចង់ឲ្យបងប្រុសជួយបង្ហាញអំពីដំណើរការនៃការប្រើប្រាស់ប្រភេទជីតាមឈើមួយក្នុងការដែលយើងទី1ដាក់គល់ទី2យើងបាញ់ពីជួយការកាត់ផ្លែអញ្ចឹងសូមបងជួយជម្រាបជូនដល់ប្រជាជនដែលគាត់ធ្លាប់បានប្រើនិងមិនទាន់បានប្រើហើយគាត់បានដឹងថាបងបានប្រើជីសញ្ញាត្រាដើមឈើពិតប្រាកដមែនហើយបានទទួលផលពិតប្រាកដមែនជើញឲ្យប្រាប់បាទជីនេះខ្ញុំយកមកដំបងហូរគល់បាទពី3 plus នេះអាហ្នឹងទី1ពេលយើងដាក់ទៅជីហ្នឹងវាគុណភាពវាល្អដាក់បានក្នុងកន្លះខែចន្ទទីនៅដើមខ្ចីវាចេញលឿនដើមចាស់វានៅត្រឹងរួចបានវាចេញផ្កាក្របមកអាហ្នឹងវាត្រឹងណាទៅពេលវាទី1ហ្នឹងដូចខ្ញុំនិយាយហ្នឹងវាចេញមកល្អមកអានឹងដើមខ្ចីហ្នឹងផ្លែល្អអាហ្នឹងដាក់ការទី1ដាក់ការទី2ខ្ញុំបាញ់អានេះបញ្ចេញត្រួយខែ10អាហ្នឹងទី2បាទទៅពេលទី3អាហ្នឹងគូមួយអានេះដែរបាញ់បញ្ចេញក្របផ្កាក្របបាទទីផ្កាទឹកហើយនឹងបើស្រីរៀងបាទជួយទៅលើការជួយបញ្ចេញផ្កាបញ្ចេញក្របចេញផ្លែបាទហើយនឹងថែផ្កាក្របបានល្អបាទអញ្ចឹងឥឡូវសូមបញ្ជាក់តិចបងការប្រើប្រាស់របស់បងហ្នឹងតើបងទិន្នផលយ៉ាងម៉េចដែរបងជួយបញ្ជាក់វាការខ្ញុំតន់ដាក់វាមហាត់2តោនទេបាទបងបាទទៅពេលខ្ញុំដាក់ឡើងមក3តោនបាទនិយាយទៅផ្លែទៅខែ2តលអស់គេថ្ងៃចុងដៃហ្មងផ្លែរហូតបាទអញ្ចឹងឥឡូវបងជឿជាក់យ៉ាងម៉េចដែរបងចង់ជម្រាបជូនវានិយាយទៅវាល្អគុណភាពល្អដាក់ទៅយើងទិន្នផលវាបានល្អបាទហ្នឹងហើយបងមានអីដែលជម្រាបជូនដល់ជាកសិករដែលគាត់ធ្លាប់ប្រើឬក៏មិនទាន់ប្រើតើបងជឿជាក់ឬក៏បងចង់ជម្រាបជូនគាត់ឲ្យគាត់ប្រើឥឡូវខ្ញុំចង់ប្រាប់ថាបងប្អូនទាំងអស់ដែលមានចន្ទទីនិងដំណាំកស៊ូក៏ដាក់ទៅដែរអាចប្រើបានវាល្អយើងដាក់ទៅដល់បានទិន្នផលហ្មងបាទសូមអរគុណច្រើនបាទអញទៅបងបងមានឈ្មោះអ្វីដែរហើយរស់នៅអីគុំអីនៅខេត្តណាដែរ សុខខេមទៅភូមិសតិចកើត
คุมดอกดาวสปงตรงเตะปูจาง តែកំពុងចាំបងនេះ ចា បងការពីមុនមកដែលបងមិនទាន់បានប្រើជីខាងក្រុមហ៊ុនត្រាសញ្ញាដើមឈើបងប្រើទៅលើប្រភេទជីផ្សេងបងប្រមូលទិន្នផលបានប្រមាណដែរការដំបូងណា ការដំបូងខ្ញុំប្រើជីផ្សេងហ្នឹងបានប្រហែលជាមួយតោនជាងតិច តោនជាងទៅលើដីប្រមាណដែរ មហាសាម មហាសាបានតែ1តោនតិចទេណា ចា ចុះបន្ទាប់ពីបានប្រើជីនេះហើយ បានប្រើជីនេះហើយបានប្រហែលជា2តោនកន្លះ 2តោនកន្លះចាំជាមុនបង ចា បន្ទាប់ពីបានប្រើជីនេះហើយបងមើលឃើញថាផ្លែកអ្វីខ្លះដែរទៅលើដើមចន្ទ ខ្លាយស្លឹកវាខៀវវាអត់កហូមហើយមើលទៅផ្កាអីវាទៅវាអត់ស្វិតអត់ជ្រុះ អញ្ចឹងចេញផ្កាចេញផ្លែមកគឺកាន់ការកាន់ត្រឹមតែម្ដងណា ចា បាទអញ្ចឹងសរុបមកវិញគឺមានន័យថាបងបន្ទាប់ពីប្រើនេះគឺកើនបានរហូតដល់ 2តោនជាង 2តោនជាងបាទអញ្ចឹងបងមានអ្វីប្រើប្រាស់ ធំខ្ញុំឈ្មោះលោកកៅសុអាងបាទហើយជាមន្ត្រីក្រមសាគុំតម្រូវស្រុកព្រះវិសុខខេត្តកញ្ចេះហើយខ្ញុំមានស្វាយចន្ទីមួយកន្លែងចំនួន5ហត្ថបាទខ្ញុំប្រើនៅក្នុងឆ្នាំ2024នេះបានផលនិយាយរួមថាបានផលច្រើនហ្នឹងបាទបានផលច្រើនដោយសារ G3+ នេះជាជំនួយគួលបាទដើម្បីដងដើមផ្លែល្អហើយដល់ពេលផលដែលបានទទួលផលនោះកាលពីខាងដែលខ្ញុំអត់បានឆ្នាំមុនអត់បានប្រើស្វ័យខ្ញុំក្នុង1គីឡូមាន116គ្រាប់116គ្រាប់បាទដល់ពេលខ្ញុំចាប់ប្រើនៅ2024នេះបាន1គីឡូវាមាន81វាមាន91បាទអញ្ចឹងខ្ញុំថ្លឹង2ដងនៅក្នុងហ្នឹងរវាងដែលខ្ញុំថ្លឹងហ្នឹងហើយការលិចហ្នឹងបលិចទឹកហ្នឹងក៏លិចផែលទេបាទប៉ុន្តែអា91នោះយ៉ាងមានច្បាស់ខ្លះយ៉ាងណាទៅបាទលិចហ្នឹងវាក្នុងលិចហ្នឹងក៏ហែកបើតាខ្ញុំរាប់ក្នុងហ្នឹងនៅចាំទេមក21គ្រាប់បាទតែណាបាទ81ហ្នឹង21គ្រាប់តែផែលហើយខ្ញុំឆ្ងល់ថៃត្រូវបាន81គ្រាប់បាន1គីឡូ91គ្រាប់បាន1គីឡូបាទដល់ពេលខ្ញុំពុះមើលអាលិចហ្នឹងក៏សាច់វារបៀបគឺថាបើខុសពីជីហ្នឹងគេថាសាច់ពេញដល់ពេលខ្ញុំយកអណ្ដែតណាមិនសុំទៅមិនខ្ញុំនិយាយលិចទេអណ្ដែតហ្នឹងបើថាបើយើងយកមកពុះអាផែលហ្នឹងបើរបៀបយើងអត់បានប្រើជីហ្នឹងចឹងជីហ្នឹងបាទជីទីផ្លាស់នេះបាទបើអាលិចហ្នឹងពុះទៅសាច់ណែនហ្មងបាទណែនប្អុយហ្មងហើយអ្នកទិញពុះមួយខ្ញុំទៀតអ្នកទិញស្វាយហ្នឹងបាទសរសើរទៅស្វាយនេះល្អមែនល្អមែនបាទដាក់ស្វាយបានកម្រិតបាទបានពេញចឹងខ្ញុំចង់និយាយថាខ្ញុំបង្ហាញនេះគឺទៅដល់លោកគ្រូដែលគាត់ជានាយកក្រុមហ៊ុនគាត់បានមកសិក្សាដល់ការខ្ញុំនេះគឺខ្ញុំបង្ហាញពីបញ្ហាលទ្ធផលទី1ទិសដៅទី2លទ្ធផលដែលខ្ញុំទទួលបានបាទអញ្ចឹងការនិយាយនេះមិនមែនទៅអួតបំនួតដើម្បីតាក់ទាញអារម្មណ៍អតិថិជនបងប្អូនណាឲ្យថាមិនត្រូវធ្វើតាមឲ្យធ្វើតាមមិនមែនទេខ្ញុំចង់និយាយបញ្ជាក់ថាខ្ញុំទទួលស្គាល់បានហើយបើបងប្អូនចង់ប្រើតាក់ទងទៅតាមខ្ញុំក៏បានទៅតាមលោកគ្រូក៏បានអានេះខ្ញុំនិយាយការពិតបាទមិនពុតមិនក៏អីទេព្រោះយើងនេះជាការនេះអីយើងធ្វើចង់បានហ្នឹងខ្ញុំលោកណា បាទយល់សួរលោកពូបាទលោកពូមានឈ្មោះអ្វីដែរហើយរស់នៅភូមិអីឃុំអីហើយនៅខេត្តណាដែរ ខ្ញុំនៅភូមិតតិចកើតស្រុកទាំងត្រង់ខេត្តកំពង់ចាម ខេត្តកំពង់ចាមបាទលោកពូពីដើមមកលើកតំណែងថាលោកពូកាលពីឆ្នាំទៅលើកតំណែងថាលោកពូធ្លាប់បានប្រើជាមួយជីម្សៅថាក្រុមហ៊ុនត្រាសញ្ញាដើមឈើមែនទេលោកពូ បាទប្រើ ធ្លាប់ប្រើកាលនោះប្រើទៅលើផ្ទៃដីប្រហែលដែរ ប្រើផ្ទៃដីតាមហាកន្លះនេះខ្ញុំប្រើ4កញ្ចប់នឹងអត់ប្រើទាំងអស់ទេ បាទកាលមុននឹងប្រើលោកពូប្រើទៅលើប្រភេទជីផ្សេងមែនទេ បាទកាលមុន បាទហើយប្រមូលផលក្នុងផ្ទៃដីទាំងអស់ហ្នឹងបានប្រហែលតោនដែរសរុបទាំងអស់ បើទៅទាំងអស់ឆ្នាំហ្នឹងវាបាន3តោនក្នុងមហាត់ កាលមុនមុនប្រើជីនេះ កាលមុនប្រើជីនេះមហាត់ចំណាបាន1តោនកន្លះចំណាបាន2តោនទៅតាមវាដើមវាបាទ ហើយក៏បន្ទាប់ពីបានប្រើជីនេះរួចកើនបានប្រហែលដែរ អាហ្នឹងបានគិតទៅមហាត់កើនបាន1តោនកន្លះ កើនបាន1តោនកន្លះបាទងាកមកក្រោយមកបន្តិចនៅពេលដែលលោកពូប្រើជីនេះហើយតើទទួលបានការផ្លែកយ៉ាងម៉េចខ្លះដែរទៅលើចន្ទីណា បាទវាផ្លែកឃើញដើមដងនឹងល្អ តាមតងល្អវាជំនួយទៅលើអីខ្លះដែរ ជំនួយទៅលើដើមហ្នឹងក៏រឿងអាឡូមហើយនឹងលឹកវាក៏ស្មើដែរ អត់ងាយប្រើពណ៌សម្បល់ទេ បាទអត់ទៅប្រើព ទៅ ណ៌ លើការទៅលើផ្លែនៅពេលដែលវាចេញពកមកវិញវាស្វិតឬក៏វាជ្រុះអីយ៉ាងម៉េចដែរឬក៏វាអត់ទេ វាអត់ទៅជ្រុះប្រហែលតែដល់ពេលយើងចាស់យើងធ្វើអត់ដល់ដូចវាណា បាទ បាទអញ្ចឹងហើយវាច្រើនតែយើងតោះតែមានពេលគេទៅនេះបានគេមកបាញ់ថ្នាំឲ្យបាទបាទ បាទប៉ុន្តែឃើញថាបន្ទាប់ពីប្រើជីនេះរួចគឺទទួលទិន្នផលវិញគឺកើនច្រើនជាងមុន បាទបានការច្រើនជាងបានលទ្ធផលច្រើន បាទចុះលោកពូជឿជាក់ទៅលើជីនេះប្រហែល%ដែរ វាជា100%ខ្ញុំតាមបាទ តែឆ្នាំនេះបន្តប្រើទៀតទេ បន្តប្រើដែរ ប្រើទៀតឆ្នាំហ្នឹងដែរបាទអញ្ចឹងលោកពូជាចុងក្រោយមានពាក្យពេចន៍អ្វីផ្ដាំផ្ញើទៅដល់បងប្អូនដែលគាត់កំពុងតែមានដូចគេគាត់ធ្វើទៅលើចការចន្ទីដែរទេ បាទខ្ញុំចង់5ផ្ញើដល់បងប្អូនមកទទួលផលពីជីនេះទៅដាក់ដំណាំយើងដាំកោសទាំងចន្ទីដលូមស្វាយអីក៏បានទាំងអស់ដែរ បាទអញ្ចឹងអរគុណច្រើនបាទ បាទ ផលពី7ទៅ8តោន អញ្ចឹងខ្ញុំវាបាន5ធុង ជីនេះគឺជួយបាន3យ៉ាងធំ1គឺជួយសម្លាប់មេរោគក្នុងដីការពារពីរលួយរុះគុកគល់2ពន្លឿននៃការលូតលាស់បាទនឹង3គុំខ្លាំងឲ្យស្រូវមានកម្លាំងខ្លាំងដូចបែបនេះបាទទី3មិនបង្កើតសត្វល្អិតនិងជំងឺឡើយពុកម៉ែបងប្អូនព្រោះជីនេះគឺជាប្រភេទជីសរីរាង្គជីឆ្អិនស្រាប់ជ្រាបពីព័ត៌មានកាន់តែលម្អិតយើងទៅជួបជាមួយនឹងបាទម្ចាស់ស្រែផ្ទាល់ដែលគាត់បានបាទធ្វើវគ្គ1វគ្គ2នេះបានជោគជ័យខ្លាំងមែនទែនរហូតដល់8តោនអញ្ចឹងទៅជួបជាមួយនឹងបាទខ្ញុំទាំងអស់គ្នាខ្ញុំប្រើជំនួយ 6B ជីខ្មៅ 2B ជីស 4B អញ្ចឹងគេប្រើបានវគ្គដែរ 2វគ្គ 2វគ្គណាហើយទទួលបានទិន្នផល1តោនណាមហាត់បានតោនដែរ 4តោនកន្លះទៅ5តោនកន្លះ ចុះបន្ទាប់ពីបានប្រើជាមួយជីនេះវិញហើយលោកពូកាត់បន្ថយជីគ្រាប់នៅសល់បាន3ដង ខ្ញុំកាត់បន្ថយជីក្របទៅ 2B នេះជីខ្មៅ 1B និងជីស 1B នឹងវាជាមួយជីតែមកកញ្ចប់ទេ អញ្ចឹងគេប្រើបានសា ប្រើ2សា ពីសាដែរបាទហើយចាត់ទិន្នផលវិញយ៉ាងម៉េចដែរ ផលពី7ទៅ8តោន អញ្ចឹង បាទ ទិន្នផលខុសមុន មុនចិត្តពាក់កណ្ដាល ចិត្តពាក់កណ្ដាលបាទបងបានប្រើប្រហែលវគ្គហើយ
ប្រើពីវគ្គណាបាទ ស្រូវទាំងបាច់ពីរដងបងណាបាទការពីមុនមកបងដែលមិនទាន់ប្រើទៅលើជីខាងក្រុមហ៊ុនត្រាញ៉ាំឈើបងចំណាយជីគ្រាប់ប្រហែលទេ មកនេះហ្នឹងមកបន្ទាត់នេះអស់2 3បាទដល់ពេលឥឡូវខ្ញុំប្រើមកបន្ទាត់នេះហើយនឹងបន្ទាត់នោះអស់2 3បាទម្ដងចុះមក3 ចាំមុនណា មកកណាត់ខ្ញុំនោះឡើងមកលើ2 3 ដល់ពេលដល់លេងជាមួយទីភ្លើវិញ ថយអស់2 3 ថយអស់ពី3អូមានន័យថា អានោះមក3អានេះមក3បាទ ហើយពីមុនមកធ្លាប់បានប្រមូលធ្លាប់ប្រើជីនឹងហើយធ្លាប់បានប្រមូលផលឯម្ដងនេះ បានម្ដង ធ្លាប់បានម្ដងហើយ នេះវគ្គ អូអានេះវគ្គ2ចាំការពីមុនធ្លាប់ប្រមូលផលបានប្រហែលតោន និយាយចំមកបន្ទាត់នេះវា80អានេះនិយាយចំវាបាន5ធុង បាន5ធុងបាទ5ធុងបើគិតជាចំនួនតោនវាចូល មួយធុងវា1តោន300គីឡូ400គីឡូ អញ្ចឹង5ធុង 5ធុងវា6 7តោនជា បាទហើយកម្មតន់ប្រើប៉ុន្មានតោនបានហើយបានធុងបាន4តោនបាន4ធុង បាទ4ធុងយូរដល់3កន្លះ អូអញ្ចឹងមានន័យថាកើនគាត់ណាមកបន្ទាត់80អានេះគឺកើនរហូតទៅដល់ចូល3តោននេះ បាទកើន3តោន តោនមែនទេ ហើយបងប្អូនជ្រើសរើសយកប្រើទៅអត់ខុសបាទព្រោះដោយសារខ្ញុំប្រើទៅវាល្អប៉ិតមែន ជឿបានទៀតហើយ 100%ពេញ 100ពេញតែម្ដងពេញបាទ ឃុំកោះលើឃុំកោះក្រៅឃុំកោះក្រៅ ខេត្តកំពង់ឆ្នាំងអញ្ចឹងណាបងនិងណាមីងនិងអ៊ំបានប្រើប្រាស់នៅជីត្រាសញ្ញាដើមចេះហើយចាអញ្ចឹងនិយាយពីទិន្នផលវិញតើទទួលយកបានអត់ទទួលយកបានទទួលយកបានកម្មពីមុនប្រើហើយនឹងក្រោយប្រើទិន្នផលនោះវាយ៉ាងម៉េចដែរ ខុសគ្នា មុនចាចា បានធ្វើជីហ្នឹងទៅវាល្អអញ្ចឹងធ្វើជីហ្នឹងទៅវាបានល្អបានផលច្រើន តែបងការពីមិនតបានប្រើជី3ខ្លះទិន្នផលរបស់បងនឹងយ៉ាងម៉េចដែរ ទិន្នផលហ្នឹងអត់សូវល្អដូចជីហ្នឹងព្រោះ ចាទិន្នផលហ្នឹងបានតិច ចាចា ចាដល់ពេលងាកមកប្រើជី3ខ្លះហ្នឹងទិន្នផលវាបានប៉ុន្មាន ចា ដែរ ក្នុងដូចថាក្នុងមហាត់អញ្ចឹងបាន7ធុង3ចឹងដែរហ្នឹង ចាចាអញ្ចឹងបានទិន្នផលបានច្រើន ចាចា ការកាត់បន្ថយការចំណាយហ្នឹងវាយ៉ាងម៉េចដែរក្នុងការប្រើប្រាស់ជីហ្នឹងអញ្ចឹងណា បានផលកាត់បន្ថយបានច្រើនណាស់ព្រោះពីមុនមកខ្ញុំប្រើជីក្រូចនោះខ្ញុំប្រើមហាត់6B ចា ដល់ទៅពេលខ្ញុំប្រើជីប្រអប់នេះខ្ញុំប្រើជីគ្រាប់តែ 4B ទេក្នុងមហាត់ ចាចា ចា អញ្ចឹងបានន័យថាក្នុងមហាត់ប្រើជីនេះអស់ពីប្រអប់ ចា និងជី3ចំនួន 4B ហើយទទួលបានទិន្នផលល្អ អូសមណា ចាចាណោមប្រើពីបានប្រើជីនេះ ខាងបានប្រើជីហ្នឹងវាបានល្អខ្ញុំប្រើមុនហ្នឹងជីវាល្អអញ្ចឹងណាដល់បានមកប្រើជីខាង ត្រាសញ្ញាដើមឈើ ដើមឈើហ្នឹងគឺបានផលល្អ ចា ច្រើនជាងមុន ច្រើនជាងមុនចា ហើយដីក៏ល្អទៀតដីរបៀបដូចអាចចង្ហាត់អញ្ចឹង ចា ចាដីយើងផុស ចាចា ការដំបូងដែលបងប្រើទៅលើជីគ្រាប់បងទទួលបានផលប្រមាណដែរក្នុងនេះដីទាំងអស់ហ្នឹង មហាត់4តោន ហាត់4តោន បាទដែលខ្ញុំប្រើជីគ្រាប់ទៅពេលខ្ញុំមកប្រើនេះវាមហាត់បាន7តោនជាងទៅ8 លុតដល់8 បាទវាលោតដល់ទៅ7ជាងទៅរហូតដល់8ដែលខ្ញុំប្រើនេះអាវគ្គទី1 វគ្គទី1 ខ្ញុំឈ្មោះហានហឺននៅភូមិប្រាសាទឃុំដាស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំងមកណា បាទហើយខ្ញុំប្រើបានតែមួយសាទេបាច់បានតែមួយសាទេដោយសារខ្ញុំវាអត់មានលទ្ធភាពខ្ញុំជីដែលខ្ញុំយកពីបងមកខ្ញុំយកមកតតាក់ដីខ្ញុំឲ្យវាបានគ្រប់សពដីទាំងអស់ បាទហើយការដែលបងប្រើអាយុស្រូវប្រហែលថ្ងៃតែបាច់ ខ្ញុំដែលខ្ញុំប្រើហ្នឹងអាយុស្រូវហ្នឹងវា20ថ្ងៃជាងហើយ ថ្ងៃជាងមិនបាច់ បាទ បន្ទាប់ពីបាច់រួចការប្រែប្រួលអីយ៉ាងម៉េចដែរបង អត់ទេ លុយវាយ៉ាងម៉េចដែរមើលទៅ អត់អីទេមើលទៅឃើញថាដំបូងមកវាដូចថាវាល្អវាមិនមែនសន្ទុះមកដូចយើងប្រើជីគ្រាប់ច្រើននឹងវាល្អមកវាខៀវចេញនេះទេអានេះវារបៀបថាវាល្អធម្មជាតិលឹកវារៀងឈូវាអត់លឹកទុនដាបដូចយើងប្រើជីគ្រាប់ច្រើននេះ គេថាដូចស្លឹកហ្នឹងគឺនៅមាន បាទវានៅមានកម្លាំងវាដូចថាលឹកវាមកចេញមកវាឈ្នះជំងឺ បាទវាមានប្រែពណ៌អីទៀតរហូតដល់ពេលស្រូវទុំបាច់តែម្ដងមានប្រែពណ៌សអី អត់មានប្រែពណ៌អីទេបងនៅធម្មតាអញ្ចឹងដូចបាទធម្មតាអញ្ចឹងរហូតនៅធម្មជាតិអញ្ចឹងរហូត បាទហើយបន្ទាប់ពីបានប្រើហើយបងឃើញទិន្នផលប៉ុណ្ណេះមានអារម្មណ៍យ៉ាងម៉េចដែរបង មានអារម្មណ៍ថាចង់តែប្រើទៀតឲ្យទៅដល់គេបើកដីឲ្យធ្វើហ្នឹងដល់ធ្វើខែ1ហ្នឹងគឺថាទៅតាមរសជីហ្នឹងមកប្រើទៀត តាមរោបហើយ បាទ ឡើងទៅដល់ពេញហ្មង ខ្ញុំមានពាក្យផ្ដែផ្ដាំទៅបងប្អូនបើចង់ប្រើរសជីល្អសូមប្រើជីសញ្ញាត្រាដើមឈើនេះវាខ្ញុំប្រើទៅឃើញថាវាល្អណាស់ បាទ ខ្ញុំប្រើតែម្ដងហើយខ្ញុំប្រើតិចទៀតនៅវាបានទិន្នផលខ្ពស់ ខ្ញុំឈ្មោះសែមសាយបាទរស់នៅភូមិវិហារសួរត្បូងឃុំវិហារសួរស្រុកស្រែកណ្ដាលខេត្តកណ្ដាល ខេត្តកណ្ដាលបងណា បាទហើយនៅតំបន់នេះគេហៅតំបន់ 7NG 7NG បាទ ដី 7NG បាទ ណា ដី 7NG បាទបងការដំបូងមកគឺបងចាប់ផ្ដើមប្រើនៅអាយុស្រូវប្រហែលដែរ ស្រូវ15ថ្ងៃ 15ថ្ងៃ បាទ ចាប់ផ្ដើមប្រើណោះ បាទ បងប្រើអស់ប្រហែលប្រអប់ដែរកាលនោះ កាលនោះអស់2ប្រអប់ 2ប្រអប់អស់2ប្រអប់បងប្រើទៅលើដីប្រហែលដែរ ដីមហាត់85 មហាត់85អញ្ចឹងមកប៉ះទៅវិញនេះទាំងអស់ បាទមករហូតហ្នឹងទៅ អញ្ចឹងហើយបងបន្ទាប់ពីបានបាចរួចរយៈពេលប្រហែលថ្ងៃដែលវាចាប់ផ្ដើមប្រែប្រួល បាទចាប់ពី3ថ្ងៃរហូតដល់7ថ្ងៃគឺយើងឃើញផ្លែកវាខៀវជាប់រហូត
បាទ វាឡើងផ្លាច់មិនខ្លះ បានន័យថាដងដើមវាឲ្យនឹងគុំពីព្រោះស្រូវហ្នឹងការពីខ្ញុំប្រើហ្នឹងគឺពូប្រើស្ដើងអត់បាច់កេះឲ្យពូយើងវាតិចអញ្ចឹងអត់ហ៊ានដាក់ខ្លាំងបាទខ្លាចខ្វះ ហ្នឹងហើយ បាទដល់អញ្ចឹងពូស្ដើងនេះដល់ពេលយើងប្រើបានតែរយៈពេលប្រហែលជាមួយអាទិត្យហ្នឹងគឺវាមានកូនដូចស្រូវយើងស្ដើងហ្នឹងកេះទៅហ្មងបាទរហូតដល់មួយខែមើលទៅអាហ្នឹងកប់ផ្នែកទៅហ្មងបានថាវាកេះអាត្បូងស្ដើងក៏ឃើញហែវហ្មងវាហ្មងបាទ ហើយបន្ទាប់ពីប្រើរួច បាទបន្ទាប់ពីប្រើរួចគឺយើងឃើញថាទិន្នផលរបស់វាល្អព្រោះឲ្យដោយសារដងដើមមកវាឃើញកម្លាំងហ្មងអ្នកធ្វើចិត្តហ្នឹងគេថាអីស្រូវបងឯងអីគោដងដើមធំៗហ្នឹងស្លឹកគោល្អអញ្ចឹងណាបាទឲ្យខៀវបានយូរទៀតហើយខៀវអានេះខុសពីខៀវដែលគេប្រើអត់ប្រើវាបាទព្រោះអានេះវាខៀវរៀងកម្ៅដល់អានោះវាខៀវដែរតែខៀវរៀងលឿងអញ្ចឹងណាបាទអានេះខៀវកម្ៅប្រភេទនេះគឺថាយើងប្រើវាឲ្យខៀវឡើងកម្ៅល្អងុំបានល្អបាទដល់រហូតមួយខែជាង ដល់មួយខែជាង បាទរយៈពេលមួយខែជាងនេះគឺមានប្រែពណ៌សម្បុរអីអត់ទេបាទរហូតដល់ពេលចុងក្រោយវាប្រហែលខ្ទង់មួយខែ10ថ្ងៃយើងបាច់ជីផ្ដាច់ហ្មងអញ្ចឹងវាបាទអញ្ចឹងមានន័យថាស្រែបងនេះគឺបងបានប្រើតែម្ដងទេ បាទប្រើតែម្ដងទេ អូប្រើតែម្ដងទេប៉ុន្តែគឺវាឡើងបាទហើយកម្ពស់ហ្នឹងបើដើមដៃអត់បានប៉ុណ្ណឹងទេដើមដៃនៅក្រោមតែពាក់កណ្ដាលផ្លូវទេនៅកណ្ដាលផ្លូវនេះទេ បាទនៅកណ្ដាលផ្លូវទេមិនបានដល់ហ្នឹងទេ បាទអញ្ចឹងមានន័យថាបន្ទាប់ពីបានប្រើជាមួយត្រីម្សៅជីម្សៅត្រីផ្លូវនេះរួចឃើញថាដងដើមវាឡើងខ្ពស់ហើយតែនៅតែមានកម្លាំងហើយគឺអត់ដួលទេបងបាទហ្នឹងហើយនៅតែមានកម្លាំងឈរបានរហូតហើយ ហើយប្រជាពលរដ្ឋទាំងអស់ខ្ញុំជឿជាក់គាត់អ្នកធ្វើស្រែចម្ការគាត់ចង់បានរបស់ថៃសុទ្ធប្រើអញ្ចឹងបាទប៉ុន្តែវាច្រើនតែមានក្រុមហ៊ុនដតីឬក៏មានអ្នកដតីគាត់ទៅយកតែប៉ាណូឬក៏យកតែស្អីយកអាហ្នឹងមកបណ្ណាខាងក្នុងវាផ្សេងពីហ្នឹងណាបាទប៉ុន្តែចំពោះបងដែលខ្ញុំយកមកប្រើហ្នឹងខ្ញុំបោះថៃមែនព្រោះបានណាបោះថៃព្រោះប្រើវាងុំហើយប្រជាពលរដ្ឋទាំងអស់ខ្ញុំต้องបានថាអ្នកដែលប្រើធ្លាប់ប្រើរបស់ថៃដឹងហើយជីក៏ដោយស្អីក៏ដោយគឺអាតុល្យភាពនៃការដែលយើងប្រើទៅលើវាបានផលស្រូវនឹងខៀវបានយូរដូចសន្ទុះរបស់វាផលល្អអាហ្នឹងរបស់ថៃចំបាទហ្នឹងចាំមានន័យថានេះគឺចំបាទហ្នឹងគឺចំបាទបានហ្នឹងហើយបាទចឹងព្រោះវាចឹងខ្ញុំមើលកន្លែងគេដាក់ថា make in Thailand នេះចឹងណាបងបាទឈ្មោះឈុនហ៊ីមនៅខេត្តកំពង់ឆ្នាំងស្រុកកំពង់លែងបាទខាងកំពង់លែងបាទលពូឮថាស្រូវមួយម្លុកនេះពីមុនមកលពូបានប្រើជាមួយនឹងប្រភេទជីទឹកនិងប្រភេទជីម្សៅនេះមែនទេលពូបាទប៉ុន្តែមុននឹងប្រើស្រូវនឹងបែបមិនដែរវាស្រូវអត់ដូចអញ្ចឹងទេពីដំបូងមកក្រហមយើងខៀវដាក់ខៀវតិចតួចអញ្ចឹងណាអូពេលដាក់ហ្នឹងបាន6ថ្ងៃនឹងខៀវបានប៉ុណ្ណឹងបានមួយថ្ងៃ6ថ្ងៃ6ថ្ងៃបាទ6ថ្ងៃលេងឡើងបែបនេះទាំងអស់បាទទាំងអស់ហ្នឹងទាំងអស់បាក់ទៅពេលនេះទាំងអស់បាទទៅបាន6ថ្ងៃទៅឡើងបាទប៉ុន្តែមើលវិញលពូយើងមើលពីអារម្មណ៍វិញបើយើងមើលទៅលើស្រូវនឹងវិញមានអារម្មណ៍យ៉ាងម៉េចដែរទី1រកការប្រើប្រាស់ជីនេះហើយណាវាប្លែកខ្លាំងប្លែកមែនតើប្លែកខុសរាល់ឆ្នាំខ្ញុំដាក់ជីក្រុងជាងធម្មតាអត់ខៀវដល់ប៉ុណ្្នឹងទេបាទពេលខ្ញុំដាក់អាហ្នឹងមកបេកន្លះទៅខ្ញុំថែមអាហ្នឹងអត់ទាំងអស់មកកញ្ចប់ផងអញ្ចឹងបាទខ្ញុំលីទុកវិញទុកឲ្យគ្រប់2បេអញ្ចឹងណាក៏តាមក្រុមហ៊ុនគាត់ប្រាប់មកអញ្ចឹងហ្នឹងហើយមកបេកន្លះហ្នឹងវាយទៅលើដីប្រហែលបាទដី 70A នេះ 70A វាយបេកន្លះបាទជាមួយជីនេះប៉ុន្តែអត់អស់មកផ្អមទេអត់ទាន់អស់មកផ្អមទេតែបើសិនដាក់មកផ្អមទៅមិនពេញបើតើចាំប្រងក្រោយទៀតហ្នឹងមិនឡើងខ្ជូលបាទឡើងខ្ជូលបាទអញ្ចឹងអរគុណច្រើនពូណាបាទទៅហានភូមិទីក្តាមភូមិជួនទាស្រុកួងតបែកបងស្គាល់ជីនេះតាមរយៈណាតាមរយៈតាមវិភូមិគាត់នាំបាទខ្ញុំមិនបានស្គាល់តាមរយៈតាមវិភូមិបងយកទៅប្រើឈិនបើគាត់ទៅជួយណែនាំប្រើមើលបាទប្រើយ៉ាងម៉េចតែប្រើគាត់ធ្លាប់ប្រើមុនខ្ញុំទៅបានមកប្រើលើកទី1ប្រើយ៉ាងម៉េចខ្លះបងវាល្អប្រើតែល្អអញ្ចឹងបងមិនចេះប្រើបាទតែធ្លាប់ឃើញអូននៅបាញ់ជាប់ផ្លូវអត់ទេជាប់ផ្លូវទីទៅមើលត្រូវយើងដែរវាបាញ់មុនអូខេឥឡូវបើអញ្ចឹងហើយឥឡូវបានយកទៅប្រើទៅបានហើយគឺបានប្រើឥឡូវជួយរៀបរាប់តិចមើលថាយកទៅប្រើហ្នឹងទទួលបានផលបែបម៉េចបងជួយរៀបរាប់ពីដើមតិចមកបាទវាបាញ់ទៅមុនបូកវាល្អដែរតែឬក៏ច្រើនហើយណាផុងដីផងដីវាកាច់ដីអានដីល្អហ្នឹងដីធូរទៀតបាទដីធូរខុសយើងប្រើមុនចឹងយើងស្រូវយើងខុសផ្លែត្រូវវាល្អខុសគ្នាយើងនិយាយថាដូចទៅដាក់ជីម្ដងហើយ
du anh hiện đại thì du phải đi lo hỏi á bà đang biết rồi smile kia đâu bà pì bà bà lọ mình sen lọ cô đào thái trên mạng này nó cũng đặc biệt du đôi thay dư tha trong tham đôi thay cái lạ mà phơi ngay dư đã ta lấy hiến nó toàn chết đo mà khai là hiến đã thì nó mà khai nó đây có đó không hết thú đấy vật chẳng con biết cái đam nhà thì đây ở cơ bản phá nè thế vào trong màn lo được những giờ thì mà xài những trò bà tới lo được nè để mà con khán nó đấy bà trong một trời qua nó cùng cái đám cùng tìm phía trong con bách khai về em đang bị chỉ triple máu cà phê chỉ kỳ mi chơn rồi triple này mà cái chóp đấy em lia chi bị bá phía trong đây mười hạt mà hay là tam đây đối bọc cái men á nhà ca pram ngày là đòn đào mình lang nó chừng chi kỳ mi hay mình chơi cho nam tất cả thế và cà phê mà chơn khá chơn đó trong mấy tiết cao bong ở tân phá thì cái trong mà hát bong như này chỉ cropประมาณ chỉ crop bị bấm tới tới bấm bay bề trong mà hát đó nhom pra chỉ thì phơi đấy nhom thoi mà hát nhom pra tập bị bề đấy pra tập bị bề bà pra tập đònเป็นจังtên là pop น้องมาฮัดบองตัวบ้านประมาณตาวไหนได้บ้างtên là Paul bị 4 ตอนแต่5 ตอนเชียง chắc các tên praตีตัวนี้บ้านประมาณ vìพาគ្នាដែរណាអញ្ចឹងមានន័យថាយើងប្រហែលតែយើងប្រានេះយើងចំណាយជីអត់តិចបាទអញ្ចឹងមានន័យថាយើងកាត់បន្ថយបានជីថៃយើងបាន3បានបន្ថយបាន 6B ក្នុងកាត់បន្ថយជី 6B បាទទៅទិន្នផល5 6តោនណាបាទអញ្ចឹងបងមានអីផ្ដាំផ្ញើទេបងជីចុងក្រោយផ្ដាំផ្ញើដល់ជាប្រវត្តិទូទៅអត់ប្រើជីស៊ីផ្លែណាកាត់បន្ថយជីគីមីបានច្រើននឹងថ្នាំពុលយើងមិនទៅប្រើថ្នាំពុលទេថ្នាំតកៅទេអញ្ចឹងអត់សូវមានសត្វលើមកស៊ីទេអញ្ចឹងអរគុណច្រើនបងបាទជីក្របក្នុងមហត្តាពីចន្លោះពី8បាយទៅ10បាយបាទដល់ពេលខ្ញុំបាយមកប្រើជីតាដើមឈើនេះវិញប្រើជីក្របអស់ចន្លោះពេលថាជី5បាយទៅ7បាយទៅទេបាទចំណាយច្រើនបងបាទទិន្នផលវិញបងទទួលបានយ៉ាងទិន្នផលវារៀងកើនជាងមុនបន្តិចប៉ុន្តែវាចំណាយតិចជាងខ្ញុំប្រើជីគីមីបាទអញ្ចឹងមានន័យថាបងប្រើជីគីមីពីមុនមកគឺទទួលផលបានប៉ុណ្ណឹងដែរបាទក្រោយមកបងប្រើនៅជីសញ្ញាដើមធ្វើនេះក៏ទទួលផលប៉ុណ្ណឹងដែរប៉ុន្តែកាត់ការចំណាយច្រើនមែនទេបាទចឹងប្រហែលជាកាត់ក្នុងមហាត់ប្រមាណ100,000ដែរបងចំពោះបើគិតជាលុយមហាត់ពីមកចិត្ត1លានដែរ80ទៅតាំងច្រើនមែនតើបងណាតាំងរែងចំណាយជីក្របហើយនឹងថ្នាំបាទចឹងបងមានអីក៏បានហើយលើកចុងក្រោយបងបាទជាចុងក្រោយ5ផ្ញើដល់បងប្អូនប្រជាកសិករទាំងអស់ប្រើរែងជីសញ្ញាប្រើដើមឈើវាចំណាយតិចចំណេញច្រើនចឹងអរគុណច្រើនបងដល់ក្រោយមកខ្ញុំប្រើជីហ្នឹងវាមានគុណភាពខ្លាំងណាស់ហ្មងបាទក្របក៏ល្អធំថ្លានឹងទៅកើនទិន្នផលច្រើនបាទហ្នឹងអញ្ចឹងកាលអ៊ំអត់ទាន់ប្រើនេះមកហាត់ចំណាយជីប្រហែលទេកាលមិនទាន់ប្រើ6ទៅ7B បាទហើយដល់ឥឡូវនេះអស់តែ 3B ជាងថាវាយអស់ 4B ចុះហ្នឹងហើយព្រោះយើងនៅប្រោះនេះឯងតិចតួចទេណាបាទអរគុណហើយមានផលច្រើនជាងមុនច្រើនជាងមុនហើយជាប៉ុន្មានតោនដែរកើនពីមុនទៅ3ទៅ4តោនដល់លើកើនចូល5តោនជាងបាទនឹងចូល5តោនកន្លះត្រូវឡើងដល់តែ5តោនកើនបាទហើយនឹងនិយាយពីស្មៅផងណាដល់អញ្ចឹងមកសុំអ៊ំផ្ដាំផ្ញើតិចមកជាប្រវត្តិនៅតំបន់អញ្ចឹងខ្ញុំសូមផ្ដាំផ្ញើដល់ប្រជាពលរដ្ឋក្នុងភូមិរបស់ខ្ញុំនៅភូមិទីផ្ដាំទាំងមូលសូមឲ្យប្រើប្រាស់ជីដូចខ្ញុំចុះមានផលខ្ពស់ជីសញ្ញាត្រាដើមឈើហ្នឹងគឺថាមានផលខ្ពស់ណាស់បាទជួយកាត់ថយការចំណាយកាត់បន្ថយនៅជីនៅការចំណាយច្រើនបាទពុកម៉ែបងប្អូនថ្ងៃនេះក៏បានប្រើជាមួយនឹងជីរយគល់របស់យើងបាទគឺទទួលបានកាន់ក្តាប់ល្អបាទកាន់ក្តាប់ល្អខ្លាំងមែនទែនមានសារធាតុចិញ្ចឹមគ្រប់ធ្វើឲ្យជួយចិញ្ចឹមដើមផ្កានិងក្តាប់បានល្អបាទអញ្ចឹងសម្រាប់ក្តាប់ពុកម៉ែបងប្អូនមើលឃើញគឺឃើញមិនព្រេកតតែម្ដងបាទគឺកាន់ខ្លាំងមែនទែនអញ្ចឹងគឺខ្ញុំមិននឹកស្មានថាជីនេះគឺយើងមានគុណភាពល្អដល់ថ្នាក់ហ្នឹងទេយើងរយគល់ត្រឹមតែ3ទៅ4ស្លាបព្រាតាមទំហំឆ្នាំដើមរបស់ដើមឈើបាទអញ្ចឹងបាទសម្រាប់កង្ហានពុកម៉ែបងប្អូនអាចមើលបានបាទអញ្ចឹងសម្រាប់ជីរបស់យើងនេះគឺយើងអាចប្រើបានដំណាំគ្រប់ប្រភេទដូចជាស្វាយចន្ទទីកង្ហាននិងទុរេនដំណាំ
ដើមឈើធំធំគឺយើងអាចប្រើបានគ្រប់ប្រភេទតែម្ដងបាទអញ្ចឹងពុកម៉ែបងប្អូនចង់បានជីដែលមានគុណភាពល្អពុកម៉ែបងប្អូនអាចទំនាក់ទំនងតាមខាងក្រោមបានបាទអរគុណបាទពុកម៉ែបងប្អូនបន្តពីគាត់បានចំការកង្កែនេះប្រើបានរយៈពេលត្រឹមតែ2ខែទេបាទគឺកាន់ក្តាប់ខ្លាំងមែនទែនបាទកាន់ក្តាប់ខ្លាំងមែនទែនក្តាប់នេះបើពេលដែលធំអស់ខ្លាំងមែនទែនគឺมันក្រោមពី1គីឡូទេគឺក៏1គីឡូលើសបាទអញ្ចឹងសម្រាប់គាត់បានប្រើជាមួយនឹងម្សៅរយគល់របស់យើងនេះគឺមានប្រសិទ្ធភាពខ្ញុំមិននឹកស្មានថាវាមានប្រសិទ្ធភាពខ្លាំងដល់ថ្នាក់ហ្នឹងទេបាទពុកម៉ែបងប្អូនមើលមេឃនីមួយគឺมันក្រោមពី1គីឡូឬ1គីឡូជាងទេអានេះគឺអាចរហូតដល់ជិត1គីឡូកន្លះហើយនេះបាទតែធំពេកគឺ1គីឡូជាងហើយសម្រាប់ជាកសិករដែលគាត់បានយកទៅប្រើគឺមិនខកបំណងទេដោយសារម្សៅទីផ្លាប់របស់យើងនេះគឺយើងដាក់ទៅគឺថាមានសារធាតុចិញ្ចឹមគ្រប់តែម្ដងបាទអូខេបងអើយបាញ់អត់ដេញមកនេះថែមទៀតមកអូចុះមកកលេចមើលដើមថ្មីបាទដូចដើមនេះគឺដើមថ្មីពុកម៉ែបានមើលពុកម៉ែមើលបាទគឺវាបានផលខ្លាំងមែនទែនបាទអញ្ចឹងពុកម៉ែបងប្អូនជាកសិករដែលយកទៅប្រើគឺមិនខកបំណងទេបាទប្រើហើយគឺទទួលបានទិន្នផលខ្លាំងប្រើចំណាយតិចចំណេញច្រើនបាទកាន់ទិន្នផលកាន់ទិន្នផលខ្ពស់ខ្លាំងមែនទែនពុកម៉ែបងប្អូនហើយយើងនិយាយស្រួលត្រឹមតែមួយប្រអប់នេះយើងអាចប្រើបានរហូតដល់200ដើមឯណោះបាទអូខេបាទពុកម៉ែបងប្អូនសម្រាប់ទៅលើតង្កែនចការនេះកាលពីខែមុនខ្ញុំបានបង្ហាញពីរបៀបក្នុងការរោយបន្តមកទៀតខ្ញុំក៏បានបង្ហាញនៅពេលដែលចេញក្តាប់មកគឺវាកាន់ខ្លាំងមែនទែនឥឡូវនេះមកដល់ពេលនេះគឺឃើញថាផ្លែដែលបាទចេញមកនេះគឺធ្វើឲ្យបាទធំខ្លាំងមែនទែនបាទបងប្អូនមើលទាំងអស់គ្នាបាទមើលជាមួយគឺផ្លែច្រើនខ្លាំងមែនទែនតែម្ដងណាបាទបន្ទាប់ពីបានប្រើជាមួយនឹងជីរយគោលផងយើងនេះហើយបាទឃើញថាផ្លែមកគឺល្អខ្លាំងមែនទែនបងប្អូនបាទយើងមិននឹកស្មានថាប្រសិទ្ធភាពវាខ្លាំងដល់ថ្នាក់នេះនៅពេលដែលប្រើហើយគឺផ្លែមកគឺច្រើនខ្លាំងមែនទែនបងប្អូនមើលមួយមែកនេះសឹងថាមួយមែកនេះគឺជិត1គីឡូតែម្ដងណាក្នុងមួយមែកនេះណាបាទអញ្ចឹងឃើញថាប្រសិទ្ធភាពខ្លាំងហើយជាកសិករទាំងអស់ដែលបានយកទៅប្រើប្រាស់ពិតជាមិនខកបំណងទេជាមួយនឹងបាទជីម្សៅរយគោលផងយើងបាទផ្លែល្អមែនតើបាទគ្រប់ដើមតែម្ដងបងប្អូនមើលទាំងអស់គ្នាណាហប់ស្មោចធ្វើទុកទៀតមើលបាទពុកម៉ែបងប្អូនបន្ទាប់ពីចង្ការមួយនេះក៏បានប្រើជាមួយនឹងម្សៅភីខ្លះបាទទៅលើនេះដំណាំកង្កែបបាទគឺប្រើហើយគឺចេញក្តាប់ខ្លាំងមែនទេពុកម៉ែបងប្អូនបាទកាន់ក្តាប់បានល្អមិនជ្រុះបាទពុកម៉ែបងប្អូនអាចមើលបាទល្អខ្លាំងមែនទេហើយសម្រាប់ជីរយគល់របស់យើងនេះគឺវាសារធាតុសមរហូតដល់18មុខដែលមនុស្សត្រូវការដូចគ្នាបាទហើយឃើញគឺយើងហើយពេញចិត្តតែម្ដងយាយចុងក្រោយបាទនេះក៏បានប្រើជាមួយនឹងម្សៅត្រីផ្លាស់នេះចំនួន3អាទិត្យបាទក៏ប្រើទៅគឺវាទីមួយគឺជួយចិញ្ចឹមដីមានជីវជាតិជួយបំពន់ដើមហើយនឹងបំពន់ទឹកបាទជាពិសេសគឺក្នុងដោនេះគឺប្រើគឺចេញត្រួយល្អខ្លាំងមែនទេពុកបងប្អូនណាអញ្ចឹងក្នុងសម្រាប់ម្សៅត្រីផ្លាស់នេះគឺយើងប្រើទៅគឺវាជួយបំពន់សារធាតុដែលរាងកាយដូចមនុស្សយើងចង់ដូចមនុស្សរបស់យើងអញ្ចឹងរុក្ខជាតិពេលដែលយើងដាក់សារធាតុគ្រប់គ្រាន់វាធ្វើឲ្យវាចេញស្លឹកល្អហើយនឹងជួយបំពន់ដើមល្អគឺធ្វើឲ្យផ្លែគឺបានល្អដូចគ្នាបាទអញ្ចឹងសម្រាប់ម្សៅទីផ្លាស់នេះគឺល្អខ្លាំងមែនទែនសម្រាប់បងប្អូនដែលបានប្រើទៅលើគ្រប់ដំណាំគ្រប់ប្រភេទគឺត្រួយល្អដូចកង្កែបនេះអញ្ចឹងបាទអញ្ចឹងសម្រាប់ប្រើម្សៅទីផ្លាស់នេះគឺជម្រើសដែលល្អសម្រាប់បងប្អូនដែលបង្កមុខរបរធ្វើ
កសិកម្មដើម្បីយកទិន្នផលដើម្បីធ្វើឲ្យ បាទបងប្អូននៅទីនេះគឺសម្រាប់ចកាតង្កែនហើយចកាតង្កែននេះគឺមានចំនួនជាង 3000 ដើមបាទជាង 3000 ដើមបន្ទាប់ពីបានប្រើជាមួយនឹងបាទជីរយគោល3 plus ផងយើងបាទគឺឃើញថាធ្វើឲ្យតង្កែនហ្នឹងគឺមានការលូតលាស់ស្លឹកថ្មីជាច្រើនផងដែរបាទគ្រប់ដើមទាំងអស់បន្ទាប់ពីបានប្រើជាមួយនឹងជីរយគោលផងយើងហើយគឺចេញស្លឹកថ្មីបងប្អូនបាទចេញស្លឹកថ្មីមកលាស់ត្រួយមកគឺស្អាតខ្លាំងមែនតើបាទហើយទៅលើដងដើមវិញគឺមានភាពរឹងមាំខ្លាំងមែនតើបាទព្រោះថាជីនេះគឺវាបានជួយបំពន់ទៅលើដីធ្វើឲ្យដីមានជីជាតិគ្រប់គ្រាន់ដើម្បីឲ្យបាទដំណាំផងយើងហ្នឹងគឺបឺតស្រូបយកសារធាតុចិញ្ចឹមបំពន់ទៅលើដងដើមជួយជំរុញទៅលើស្លឹកបាទដើម្បីត្រៀមបញ្ចេញផ្កាត្រៀមបញ្ចេញក្តឹបបាទបន្តមកទៀតគឺធ្វើឲ្យផ្កាក្តឹបហ្នឹងវាកាន់វាអត់ជ្រុះបងប្អូនហើយវាធ្វើឲ្យបង្កើនទៅលើទិន្នផលខ្លាំងមែនតើបាទយើងមើលគ្រប់ដើមទាំងអស់បាទគ្រប់ដើមទាំងអស់គឺសុទ្ធតែចេញល្អខ្លាំងមែនតើបាទគ្រប់ដើម ដីអគិនិចឯកទេសកាន់ការកាន់ក្តឹបនិងជំរុញការលូតលាស់លឿនស្ដេចជីម្សៅជ្រែកដីអគិនិចមួយប្រអប់មានទម្ងន់4គីឡូក្រាមមួយប្រអប់ប្រើលើដំណាំស្រូវបានរហូត2ហិកតាប្រើលើដំណាំផ្លែឈើបានចាប់ពី400ទៅ1000ដើមលាយជាមួយទឹកបានរហូត4000លីត្រស្ដេចជីម្សៅជ្រែកដីទិញតែមួយបានរហូត3យ៉ាង1ជួយសម្លាប់មេរោគក្នុងដីជួយកែប្រែដីពីខូចរិចរិលហើរជូរមកផុសផុលមានជីជាតិឡើងវិញ2ជួយចិញ្ចឹមឫសការពាររលួយឫសពុកគល់ជួយបណ្ដុះឫសថ្មីដើម្បីស្រូបយកសារធាតុសំខាន់ដើម្បីចិញ្ចឹមដងដើមឲ្យលូតលាស់លឿន3មានអរម៉ូនបញ្ចេញគួរស្រូវវែងបញ្ចេញផ្កាក្តឹបច្រើននិងកាន់ផ្លែផ្កាក្តឹបបានល្អអ្វីដែលពិសេសគឺកាន់តែធ្វើឲ្យផ្លែឈើមានរសជាតិផ្អែមឆ្ងាញ់ទៅតាមធម្មជាតិប្រើហើយមិនប៉ះពាល់ដល់សុខភាពជាប្រភេទជីសរីរាង្គធម្មជាតិ 100% ទំនាក់ទំនងប្រឹក្សាកសិកម្មលម្អិតតាមលេខ3ខ្សែខាងក្រោមមុននឹងទិញយកទៅប្រើប្រាស់ជៀសវាងទិញផលិតផលคล้ายคลายសូមអរគុណ4គីឡូកន្លះពុកម៉ែបងប្អូនស្ដាប់មិនច្រឡំទេបាទគឺស្ដេចជីជ្រែកដីអអร์แกនិកបាទជាប្រភេទជីប្រើរូបមន្ត3ប្រទេសរួមគ្នាតែមួយបាទសម្រាប់ជួយប្រើបានទៅលើប្រភេទដំណាំដូចជាស្រូវដំឡូងពោតឈូកម្រេចស្វាយចន្ទីមៀនល្ហុងតង្កែននិងបន្លែផ្លែឈើគ្រប់ប្រភេទស្ដេចជីជ្រែកដីអអร์แกនិកបាទជាប្រភេទជីដែលមានអត្ថប្រយោជន៍ជាច្រើនដូចជា1ជួយសម្លាប់មេរោគក្នុងដីជួយកែប្រែដីពីខូចរិចរិលហល់ជូរឲ្យផុសផុលមានជីជាតិឡើងវិញ2ជួយចិញ្ចឹមឫសការពារឫសរលួយឫសពុកគល់ជួយបណ្ដុះឫសថ្មីដើម្បីស្រូបយកសារធាតុខ្លាំងមកចិញ្ចឹមទៅលើដងដើមជួយជំរុញការលូតលាស់បានលឿន3មានអរម៉ូនបញ្ចេញផ្លែផ្កាបានល្អសម្រាប់បំពន់ទៅលើគ្រប់ប្រភេទដំណាំទាំងអស់បាទចង់បញ្ជាក់ស្ដេចជីជ្រែកដីអอร์แกនិកមានតែមួយប្រភេទនេះប៉ុណ្ណោះអ្វីដែលពិសេសគឺជីដែលមានគុណភាពនិងស្តង់ដារពិតប្រាកដគឺមានប្រអប់បាទមានប្រអប់បែបនេះហើយគឺនៅក្នុងប្រអប់នេះគឺបាទមានប្រភេទជីតែមួយកញ្ចប់ប៉ុណ្ណោះបាទហើយយើងវាយត្រាជាប្រភេទជីជ្រែកដីតែម្ដងអញ្ចឹងពុកម៉ែបងប្អូនចំណាំទាំងអស់គ្នាបាទប្រភេទជីដែលមានស្តង់ដារពិតប្រាកដដែលមានគុណភាពពិតប្រាកដចេញពីរោងចក្រតែម្ដងបាទគឺយើងមានប្រអប់និងមានមួយកញ្ចប់គឺ4គីឡូកន្លះបាទជាប្រភេទជីដែលពិតប្រាកដតែម្ដងអញ្ចឹងពុកម៉ែបងប្អូនយកទៅប្រើប្រាស់មិនខកបំណងនោះទេបាទសូមអរគុណចាំបច្ចៈវូទៅមិនណោះចាំមិនរយអញ្ចឹងបាទខ្មែរស្បលោកស្លើយទៅធ្វើម៉ៃឡើងទៅគេដៃអស់មួយ
ពេញអ្នកនំពេញមកលេងជីសំក្នុងហើយឡើងពេលទៀតគឺត្រៀមទៅបងប្អូនមើលអ្នកនំពេញមកលេងជីហើយតិចទៀតគាត់ចុះបាច់ទៀតបាយឲ្យមើល ឡាក់បាច់ឲ្យមើលឡើងហើយចាំ3ថ្ងៃទៀតចាំមកមើលថាល្អយ៉ាងណាអូណ៎បាទឡើងគេឡើងជួយចំឡើងទេមកបងនោះចាប់តាមខ្សែដងហើយទៅអើនៅស្ទាន់បាននេះបងនេះបងតោះមកឲ្យតិចបានណាទុកឲ្យខ្ញុំផងអាលីងđây lươn chứ ô cái gì con để bạn cặp hỏi gì bay cái thằng cái giáo đúng không tổng ba hàng tí mà này mà tí nó tụm ban mưa cầm ra ngoài mưa cầm ra cho ơi mưa để cho đôi tay tí rồi một hai cái đôi với lan ngồi với cái lan hai cái canh cruy như này hai bia chặt tao bị vọt bạn bị số bông bạn lư tha đâu phun ní cái hấp phun mấy chỗ bọn phun ta heo đó bạn lư chỉ cả con đâu phun đó người ta mà phun ra chi tam bon từng óc bạn prơn toàn o thế prơ bạn khla đầu tiên bạn xôm xu chừng nạp rom bị bong bạn hai đầu quay một bong score chi ní hay tụm rải chất bạn vô một pra nhom tam công hôn chậm họ ở khơi tam tu sáp bạn rồi ní trong nẹn nồng vẹn bông trong prơ môn kế miền na toàn prơ thế à là prơ bạn này trơn rồi nhỉ nhom prơ mà tất trong chập đam bánh hay chưa mà phơi ngay với prơ play chương môn bạn cái đòn đom bay cùng bay với thom đa thôi bạn đừng ai thì rồi ô là hô tân tầm là ngày rồi tranh lút play lang rồi mà play ball ấy mày ball thom đa ball lương bạn là ngày đam to mới tới mình đừng muốn ép lại mưa tới con báo dân luôn play là xung xung mới gì bà đại bong mình toàn play chi ní nông mà hát bong play chi khi mi chi crop ở màn bể qua bay đó nhom pra lâu qua trầm của mũi bay thì mà hạt bạn bong mà play chi tức ní có tay của mũi bể để chứ bong cắt thói bạn bị bể ồ chứ tên là phol bán đôi kia đôi anh đôi kia pra bạn còn bà trước tiên tôi đang chủng ngư sạt ở đây rồi bong ban nhà ní vì mày đại sạt ở ban tới đôi ở khơi miền tây cây miền ấy thế còn là con đào vừa lụt lắc lắc tròn hoặc sơ miền rô cái bà chẳng bong mà đo bên đi bong prao của man vẽ hài nhom prao bay vẽ hay bà prao là hậu chưa chuyện mà rồi nó chưa chia trong ban cho là hậu bà sai bong tụi nó miền màn hạt bay hạt là bà chẳng bong tông pi prao đi hái bong chuột chất ở miền prao chi gì vậy còn miền prao thế nhom prao năng ai ta bị bay mộng cho nên phun mòn nè phun tâm ban prao
រឿងច្រើនជាងមុនដឹងខ្ញុំតាក់តងតាមខ្ញុំនៅជាបានប្រើចង់គ្រប់គ្នាដែរ ទាំងអស់បើសិនជាអ្នកប្រើតាមរយៈបងប្រហែលជាប៉ុន្មានអ្នកឥឡូវ បានហើយ10នាក់ អូប្រើច្រើនមែនទេ បាទ អញ្ចឹងបងមានអីផ្ដាំផ្ញើទៅប្រជាកសិករដែលមិនទាន់បានប្រើទេមកសូម បាទខ្ញុំមានដាំផ្ញើគាត់សាកមកប្រើអាជី សំឡេងពីនោះបង សាកមកប្រើជីអុយរ៉េទឹកនឹងនោះបានដូចខ្ញុំអី ស្រូវវាល្អវាអីចឹងទៅក៏បានប្រើមកដល់វគ្គហ្នឹងទៀតកាលពីសម្រវារៀងប្លែកអីចឹងដែរវាគួរសមណាស់តែចឹងក៏ចាប់ប្រើបន្តទៀតហ្នឹងកាលដើមឆ្នាំហ្នឹង វគ្គ2ណា ហ្នឹងហើយវគ្គ2ហើយវាប្រើទៅរយៈពេល 4-5 ថ្ងៃហ្នឹងវាល្អប្លែកទៅវារៀងថាវារៀងឆ្នើមជាងគេបន្តិចដែរមើលទៅចឹងបានចេះចាប់អារម្មណ៍នេះខ្ញុំប្រើមុនដំបូងគេប្រើអានេះនោះអាវគ្គ1វគ្គ2នោះប្រើតែតាមដែលគេអ្នកលក់យកមកណែនាំនោះវាផ្ដាំផ្ញើទៅបើអ្នកចង់ថាចង់សាកមួយកដុង2សាកមើលទៅបើថាវាល្អគេចាប់អារម្មណ៍ទៅទៀត វាបងខ្ញុំបាញ់អាខៀវនេះវាល្អស្រោឡើងល្អខៀវល្អបានតែយើងដូចតែយើងចោះជីដែរតែជីអត់ចោះទេតែយើងប្រើអានេះវាអត់សូវចោះជីក្នុងមហាត់ខ្ញុំប្រើតែ 5B ពីមុនខ្ញុំអត់ទាន់ប្រើអាថ្នាំនេះខ្ញុំប្រើ 8B ក្នុងមហាត់បាទតែពេលខ្ញុំធ្លាប់មកប្រើថ្នាំនេះ 2 ឆ្នាំអីខ្ញុំប្រើតែក្នុងមហាត់ប្រើតែ 5B ដែរបាទ ហើយទទួលទិន្នផលបានល្អ មហាត់បានបានតោន បែប6តនដែរបាទ ពីមុនដែលបងអត់ទាន់ប្រើមហាត់បានបានតោន បាទតែ5តនទួយ ចឹងមានន័យថាប្រើជីនេះគឺកើនតោន បាទកើនតនបាទស្រោល្អ បាទ យកសំរួបអាកដុងក្រហមវា ដងហមបើលមុនខ្ញុំអត់ទាន់បានប្រើនេះទេខ្ញុំប្រើតែកដុងមួយនេះបាទពេលខ្ញុំត្រូវពងដង្ហើមតូចខ្ញុំយកអាថ្នាំនេះទៅបាញ់កដុងក្រហមតែដង្ហើមវាធំល្អ អញ្ចឹង បាទតែគោក៏ចែកមកវែងគោបាទក្របធំបាទ ផ្លែអី ផ្លែល្អ សម្បល់ បាទសម្បល់ក្រហមល្អថ្លាល្អបាទ ចឹងមានន័យថាបងប្រើនេះគឺកាត់បន្ថយបានជី បាទកាត់ច្រើនបាទបានច្រើន ហើយទិន្នផលបង ក៏បានច្រើន ច្រើនជាងមុនទៀត បាទបានច្រើនជាងមុន chứបងមានអីផ្ដាំផ្ញើជាកសិករដែលគាត់អត់ទាន់បានប្រើឲ្យងាកមកប្រើសុំច្បល់ តែចង់ឲ្យបងប្អូនចិត្តស្គាល់ទាំងអស់គ្នាចង់ឲ្យប្រើថ្នាំនេះទាំងអស់គ្នាវាផលបានល្អ ចាកម្មតនប្រើនឹងវាក្រហមរិញដល់ពេលបានប្រើទៅផ្លែកខៀវល្អ បាទបងជួយតិចមក នេះតំបាន3នេះចាឃើញទៅខុសផ្លែកមុនល្អជាងមុនចាប់បរឹសស្រូវល្អ ហើយការដែលបងអត់ទាន់បានប្រើមិនដែរបងត្រូវបងពីមុន ស្រូវវារៀងរិញក្រហមដល់ប្រើទៅខុសផ្លែកពីមុនល្អជាងមុន ចាប់ប្រើហ្នឹងប្រើរយៈពេលប៉ុន្មានហើយប៉ុន្មានដងប៉ុន្មានខ្សែ បាញ់បាន2សាបាន2ខ្សែណាតែមើលផលិតផលស្រូវបងល្អអត់ ល្អជាងផ្លែកជាងមុនកាលពីមិនទាន់ប្រើហ្នឹងវាអត់សូវល្អដល់ពេលបានប្រើទៅដើមដងហ្នឹងវាល្អស្លឹកក៏រីកធំល្អជាងមុនចារីកគុំពួកអីរឹសចាប់ជ្រៅ អូមានរៀបចាប់ធំណោះ ចា បាទហើយស្រែបងដល់ប្រហែលហាត់ដែរបង 3ហាត់កន្លះ 3ហាត់កន្លះ ចា បងប្រើជីហ្នឹងប្រហែលឈុតដែរ ទំប្រើក្ដុងហ្នឹងឲ្យដុំ អញ្ចឹងហើយឃើញឥឡូវហ្នឹងស្រូវបងល្អទេបង ចាល្អជាងមុន ល្អជាងមុនទៀត ចា ពីមុនបងអត់ទាន់ប្រើបងធ្លាប់ប្រើជីគ្រាប់ជីគីមីអស់ប្រហែលពេល មហាតា 7B 7B ចា ចុះបងមកប្រើនេះបងកាត់បន្ថយជីបានខ្លះអត់ កាត់នៅ 5B នៅតែ 5B ទេ ចា តែស្រូវគឺល្អជាងមុន អូអញ្ចឹងបងឃើញជាក់ស្ដែងអញ្ចឹងបងសប្បាយចិត្តទេ សប្បាយចិត្តហើយនឹងប្រើទៀត ចង់ប្រើទៀត ចា បាទអញ្ចឹងមានអីផ្ដាំផ្ញើបងប្អូនទេ ហើយបងប្អូនឃើញស្រូវខ្ញុំឲ្យទិញប្រើតាម អញ្ចឹងហ៎ ចា បាទហើយបានកាត់បន្ថយជីគ្រាប់ទៀតណា ចា មកផិនភឿន បាទហើយលើថាអ៊ំនៅខាងនេះអ៊ំធ្លាប់បានប្រើជាមួយនឹងជីបាទប្រាសញ្ញាដើមឈើនេះ2វគ្គហើយមែនទេអ៊ំ 2វគ្គហើយខ្ញុំ បាទហើយចង់ការវគ្គមុនដែលអ៊ំមិនទាន់បានប្រើជាមួយជីសញ្ញាត្រាដើមឈើហ្នឹងអ៊ំចំណាយទៅលើប្រភេទជីគ្រាប់ក្នុងមួយហាត់អ៊ំចំណាយអស់ប្រហែល3ដែរ ទីហោថាឥឡូវកាលនោះបើជីគ្រាប់ 5B អញ្ចឹងយើងព្រាចទាំង 5B តែម្ដងដល់ប្រើជីនេះយើងអាចបន្ថយបាន 1B ថយបាន 1B បាទ បាទចុះទៅលើទិន្នផលវិញ
ទិន្នផលមានអីទេបាទខ្ពស់ បានខ្ពស់ច្រើនជាងមុនអ៊ំណា បាទច្រើនជាងមុន បាទវាយូរកាត់បន្ថយទៅអីខ្លះដែរទៅលើប្រភេទជំងឺឬក៏ប្រភេទអីទៀតឯមាន កាត់បន្ថយ កាត់បន្ថយអ៊ំណាកាត់បន្ថយទៅលើការចំណាយទៅលើប្រភេទថ្នាំជំងឺឬក៏ថ្នាំទៅអីផ្សេងៗទៀតអ៊ំណាបាទហើយទៅលើដីវិញមិនដែរមានអារម្មណ៍ថាដីពលជាងមុនឬក៏ ដីវារៀងធូរដីបាទធូរជាងមុន បាទហើយមកដល់ពេលឥឡូវនៅពេលដែលប្រើជាមួយជីនេះហើយក្នុងមួយហាត់អ៊ំប្រមូលផលបានប្រហែលតោនដែរកើនខុសពីមុនប្រហែលតោនដែរ កើនលើសពីមុន បានប្រហែលតោនដែរ បានប្រហែលទេមិនចាំទេតោន ចាំទេណាដឹងទៅលើអ៊ំណា បាទដឹងលើស លើអញ្ចឹងឃើញថាពីរវគ្គនេះគឺអ៊ំបានប្រើជាមួយជីត្រាសញ្ញាដើមឈើហើយគឺអ៊ំកាត់បន្ថយបានច្រើនទៅលើការចំណាយជាមួយនឹងជីជាមួយនឹងប្រភេទថ្នាំជំងឺថ្នាំបច្ចេកផ្សេងៗហើយគឺអ្វីដែលចំណេញធំបំផុតគឺទៅលើដីអ៊ំណោះបាទនេះគឺជាអ្វីដែលបងប្អូនកសិករគឺគាត់ចង់បានគឺកន្លែងហ្នឹងបាទហើយអញ្ចឹងអ៊ំជាចុងក្រោយអ៊ំមានអីតាមផ្ញើទៅដល់បងប្អូនកសិករឲ្យគាត់កំពុងតែប្រើប្រាស់ទៅលើប្រភេទច្រើនបេហើយគាត់រកវិធីដោះស្រាយដើម្បីកាត់បន្ថយតើអ៊ំមានអ្វីតាមផ្ញើទៅគាត់ បាទអញ្ចឹងសូមបងប្អូនវិជាកសិករទាំងអស់ប្រើថ្នាំតាមខ្ញុំសញ្ញាដើមឈើនេះគឺអាចកាត់បន្ថយនៅលើជីបានហើយប្រមូលផលក៏បានខ្ពស់ស្រូវដើមលូតលាស់ល្អខៀវទិន្នផលកើនខ្ពស់ជាងពីមុន បាទជម្រាបសួរបង បាទលោកគ្រូបាទ បន្ទាប់ពីមុននឹងបងប្រើប្រាស់ជីសញ្ញាត្រាដើមឈើនិងក្រោយប្រើជីសញ្ញាត្រាដើមឈើត្រូវបងមិនតែបងមើលទៅទៀតពីមុនមកស្រូវក្រហមបាទដល់ពេលបាញ់ទៅវាស្រូវដើមខៀវវិញឡើងពណ៌ស្រស់ទៅមេឃតែយ៉ាងល្អលោកគ្រូមើលទៅពេញចិត្តខ្លួនឯងប៉ុន្តែវិញចេះ វាថាអូឡើងខ្លាំងមែនដើមធំរីកហើយលឺអ្នកភូមិថាត្រូវបងចេញស្រស់ល្អណាហើយបងកុហកមិនកុហកទេលោកគ្រូតែមើលខ្លួនឯងបន្តលើខេញហើយតែថតមើលខ្លួនឯងគួរមិនដែរបងគួរវែងលោកគ្រូដាក់ក្របឥឡូវអោនហើយសង្ឃឹមបានច្រើនអូ100%ហើយលោកគ្រូ បាទចូលរឿងក្រុមរឿងតាមអត់ទេមិនដែរអត់មានលោកគ្រូទៅទេអត់មានទេបាញ់ឆ្នាំនេះខ្ញុំបាញ់ឆ្នាំដបនេះជាមួយមួយទីនោះដាក់លេគ្នាដល់ពេលអញ្ចឹងដាច់ម៉ាត់ហ្មងលោកគ្រូស្អាតអត់មានរោគទេលោកគ្រូជួយទៅមើលបន្តក៏បានដែរមិនភូតក៏ហក់ទេបាទមិនវល់ទេខ្ញុំថតបងឲ្យខ្ញុំទៅមើលផ្ទាល់ណាបងណាបាទលោកគ្រូបាទអត់បញ្ហាទេទៅមើលចោះឲ្យឃើញផ្ទាល់ថាខ្ញុំប្រើមែនហើយយកកដុំទៅតាមទៀតតែខ្ញុំប្រើខ្ញុំយកកដុំទៅតាមហើយខ្ញុំមិនងាយទេចុះបងមានអ្វីតាមផ្ញើទៅប្រជាកសិករក្រៅពីថាបងប្អូនជាពលរដ្ឋទាំងអស់គ្នាជួយមើលថាថ្នាំនេះល្អមែនពិតនិយាយមិនក៏ហក់ទេព្រោះខ្ញុំប្រើមែនព្រោះខ្ញុំបាញ់វា5សាសហើយមួយកដងនឹងហើយជាមួយលេដបមួយទៀតហើយសួរបងខ្ញុំទៅគឺមានសភៅនឹងឈ្មោះខ្ញុំនៅផ្ទះបងហើយហ្នឹងហើយបើអញ្ចឹងខ្ញុំទិញថ្នាំហ្នឹងបាញ់ឥឡូវចេញអោនហើយមកចេញហើយចេញស្រស់តែម្ដងបាទហ្នឹងហើយលោកគ្រូហើយអញ្ចឹងថាថតស្រូវខ្ញុំមើលទៅឃើញខ្ញុំមិនភួយក៏ហក់ទេជួយទៅគ្រប់គ្នាហើយជាពលរដ្ឋទាំងអស់បងប្អូនមូលដ្ឋានទាំងអស់ហ្នឹងទៅមើលស្រូវខ្ញុំនោះឃើញមិនថាខ្ញុំនិយាយនៅនឹងកន្លែងនេះទេមិនពុកហោអ្នកទេឲ្យការពិតទាំងអស់គ្នាបាទហ្នឹងហើយបាទបងបាទបន្ទាប់ពីលពូបានប្រើជីកសិកម្មសញ្ញាត្រាដើមឈើបាញ់រួចមកវាល្អឬមិនល្អស្មើដូចគេដូចឯឆ្លោះស្លឹកស្មើដើមហ្មងបាទដងដើមមិនដែរបាទដើមស្លឹកធំដើមដបធំហើយស្លឹកគូរៀងក្រឹសលូតស្មើគ្នាទេល្អខ្លាំងហ្មងណាបាទហ្នឹងអញប្រើហ្នឹងឥឡូវលពូជឿជាក់មកប្រហែលភាគរយដែលប្រើហើយល្អបែបនេះបាទខ្ញុំជឿភាគរយហ្មង100%ណាបាទលពូបាញ់ចាប់ពេលដែលលពូបាញ់ហ្នឹងប្រហែលថ្ងៃបានវាឃើញផ្លែល្អបាញ់ហ្នឹងចាប់ពីបាញ់3ថ្ងៃ4ថ្ងៃនេះគឺចេះផ្លែចេះមើលទៅចេះល្អបាទល្អទៅណាបាទល្អទៅនេះប្រើតែ
តែវាខៀវបានយូរអត់ បានយូរដល់ក្រហមទេនៅខ្ញុំដល់ព្រៀបវាយជីផ្ដាច់ហងនៅ បាទអញ្ចឹងអរគុណច្រើន ហើយចុះបន្ទាប់ពីបានប្រើជាមួយជីខាងយើងខ្ញុំហើយអង្គកាត់បន្ថយទៅលើជីគ្រាប់ចំណាយបានប្រមាណអស់ប្រមាណ3ដែរក្នុងមួយហាត់មួយហាត់អស់ 4B ក្នុងប្រមូលផលមួយសាសបានប្រមាណ3ដែរកម្មករបានប្រើជីខាងក្រុមហ៊ុននេះណាបានតិចជាងមុនទៅពេលបានប្រើហ្នឹងទៅបានច្រើន សម្រាប់ស្រូវមួយស្រែនេះគឺយើងប្រើជាមួយនឹងអ៊ុយរ៉េបានត្រឹមតែមួយដងគត់បាទប្រើត្រឹមតែមួយដងឥឡូវឃើញថាឡើងខ្លាំងមែនទែនបងប្អូនមើលទាំងអស់គ្នាបាទឡើងណែនប៉ះតែម្ដងបាទហើយគឺបែកគុំមើលទៅដើមគឺរីកធំខ្លាំងមែនទែនតែម្ដងណាបងបងប្អូនបាទនៅពេលដែលគាត់បានប្រើជាមួយជីអ៊ុយរ៉េទឹកផងយើងហើយជីអ៊ុយរ៉េទឹកយើងនេះគឺបាទ4600មានរូបសញ្ញាត្រាដើមឈើបាទនៅលើកដុងនេះហើយយើងមានជាភាសាខ្មែរបាទពាក់ព័ន្ធទៅលើវិធីក្នុងការប្រើប្រាស់ជាមួយនឹងជីអ៊ុយរ៉េទឹកផងយើងហើយតួនាទីដ៏សំខាន់របស់ជីអ៊ុយរ៉េនេះគឺជួយជំរុញទៅលើការលូតលាស់ជួយបំពន់ទៅលើដងដើមជំនួយទៅលើដើមនឹងឲ្យមានកម្លាំងគ្រប់គ្រាន់ដើម្បីត្រៀមបញ្ចេញបាទយកគួរត្រៀមបញ្ចេញយកផ្លែតែម្ដងធ្វើឲ្យផ្លែមកមានទម្ងន់ធ្វើឲ្យផ្លែមកគឺធ្លុះល្អខ្លាំងមែនទែនតែម្ដងបងប្អូនបាទឥឡូវនេះឃើញថាស្រែមួយនេះគឺបានប្រើត្រឹមតែមួយដងទេឥឡូវឃើញថាបាទឡើងណែនប៉ែតែម្ដងហើយឃើញល្អខ្លាំងមែនទែនមើលទៅគឺខៀវសង្ងាត់តែម្ដងបងប្អូនបាទប្រើត្រឹមតែមួយដងទេធ្វើអីឈប់និយាយហើយបងប្អូនសម្រាប់ស្រូវមួយស្រែនេះការវគ្គដំបូងគឺយើងបានមកបាញ់ជាមួយនឹងអ៊ុយរ៉េទឹកបាទតែឥឡូវនេះគឺលើកទី2គឺខ្ញុំបានមកមើលមួយសាទៀតឃើញថាខុសប្លែកខ្លាំងមែនទែនតែម្ដងណាការដែលយើងបាញ់បានមួយសានៅវគ្គដំបូងជាមួយនឹងអ៊ុយរ៉េគឺវាឡើងហើយប៉ុន្តែអត់ទាន់ណែនទេប៉ុន្តែមកដល់ពេលឥឡូវនេះឃើញថាបែកគុំធំហើយដើមមើលទៅដើមរីកធំខ្លាំងមែនទែនតែម្ដងណាហើយវាដែលពិសេសនោះគឺណែនខ្លាំងជាងមុនហើយមើលស្លឹកគឺធំឡើងកប៉ាងមើលទៅស្អាតខ្លាំងមែនទែនបងប្អូនបាទឡើងឈរត្រង់ភ្លឹងតែម្ដងណាគឺទៅលើដើមវិញគឺឃើញថាវាមានកម្លាំងបាទដើមមានកម្លាំងហើយគឺដើមនេះគឺរីកធំអញ្ចឹងពេលណាដែលស្រូវយើងដើមរីកធំអញ្ចឹងគូច្បាស់ជាធំដែរហើយបើសិនជាដើមទូចគូចេញមកទូចហើយខ្លីអញ្ចឹងអត់មានកម្លាំងទេប៉ុន្តែនៅពេលដែលស្រូវនេះបានប្រើជាមួយនឹងជីអ៊ុយរ៉េយើងហើយឃើញថាឡើងណែនប៉ះតែម្ដងណាមកឡើងជិតឈឹងហើយឡើងស្មើគ្នាមើលទៅឃើញថាស្អាតខ្លាំងមែនទែនហើយដែលពិសេសនោះគឺអត់មានរោគអត់មានជំងឺទេបាទប្រើហើយគឺកាត់បន្ថយការពារទៅលើរោគការពារទៅលើជំងឺប្រភេទតកៅសត្វអិតប្រភេទក្រាទឹកក្រាភ្លើងបានច្រើនខ្លាំងមែនទែនតែម្ដងណាបាទបន្ទាប់ពីបានប្រើជាមួយនឹងអ៊ុយរ៉េហើយបាទអានេះយើងចុះមកមើលបាទយើងចុះមកមើលឃើញថាល្អខ្លាំងមែនទែនតែម្ដងបាទចាំទៅបាទចាំវគ្គក្រោយនៅពេលដែលចេញគឺយើងនឹងមកមើលមួយសាទៀតនៅពេលដែលស្រូវចាប់ផ្ដើមចេញបាទហើយបងប្អូនទាំងអស់គ្នាចាំតាមដានជាមួយខ្ញុំទាំងអស់គ្នាផងដែរបាទបង្ហាផ្កាដាក់3ម៉ោងចុះបាទជាសួរបងប្អូនប្រជាកសិករទាំងអស់គ្នាបាទសម្រាប់ស្រូវមួយស្រែនេះខ្ញុំបានមកលើកទី3ហើយបាទមកសានេះគឺជាលើកទី3បាទយើងមកវគ្គទី1គឺយើងបានបាញ់ជាមួយនឹងអ៊ុយរ៉េទឹកបាទដែលជាប្រភេទជីសរីរាង្គបាទជួយបំពន់ជួយជំរុញទៅលើការលូតលាស់បានលឿនជួយជំនួយទៅលើដើមបំពន់ទៅលើដើមបាទខ្ញុំមកវគ្គទី2គឺទៅលើGNPK បាទ NPK គឺយើងបាញ់ដើម្បីទាញយកផ្លែយកគួរតែម្ដងហើយឥឡូវនេះគឺមកវគ្គទី3នេះគឺឃើញថាស្រូវចេញស្រុះគ្នាស្មើល្អខ្លាំងមែនទែនបងប្អូនមើលបាទបាទមិនមែនខ្ញុំចេះតែនិយាយទេបាទគឺផ្លែមកគឺចេញស្មើគ្នាល្អខ្លាំងមែនទែនណាបាទអត់មានស្លឹកទេយើងមើលទៅស្រូវនេះគឺយើងបានប្រើជាមួយនឹងឈុតអ៊ុយរ៉េទឹកនិង NPK ទឹកបូកជាមួយនឹងបាទ Avicro អញ្ចឹងមួយឈុតនេះគឺយើងប្រើតាំងពីចាប់ផ្ដើមរហូតទៅដល់បញ្ចប់គឺមួយឈុតវាហ្នឹងមាន3មុខគឺយើងប្រើបានរឹបតិចដីរហូតដល់3ទៅ4ហាត់ផងដែរបាទក្នុងមួយឈុតហ្នឹងណាចុះបងប្អូនមើលពេលដែលយើងប្រើបានបាញ់ហើយពីមួយវគ្គទៅមួយវគ្គឃើញថាផលផ្លែល្អខ្លាំងមែនទែនហើយជីត្រាសញ្ញាដើមឈើយើងខ្ញុំគឺជាប្រភេទជីដែលជួយបំពន់ជួយជំរុញប្រើកាត់បន្ថយទៅលើការចំណាយច្រើនកាត់បន្ថយទៅលើរោគទៅលើជំងឺប្រភេទពុកគល់រលាកកគូប្រភេទក្រាបទឹកក្រាបភ្លើងផ្សេងណា
ចឹងពុកម៉ែបងប្អូនដែលចង់សាកល្បងប្រើបាទអាចទំនាក់ទំនងតាមលេខទូរស័ព្ទឬក៏ឆាតចូលមកកាន់ page បាទដើម្បីប្រឹក្សាពាក់ព័ន្ធទៅលើវិធីក្នុងការប្រើប្រាស់បន្ថែមផងដែរបាទអរគុណ គេដាក់នេះពាក់កណ្ដាលមានតែដងដើមមេឃនេះពាក់ចុងពាក់កណ្ដាលគេដាក់ចំដាក់ពាក់កណ្ដាលដើមពាក់កណ្ដាលមេឃវាមូលហេតុនៅពេលដែលវាចាប់ដើមជំរាបចូលវាបញ្ចេញមកគល់ហ្នឹងវាអត់មានរឹសធំទេវាមានតែរឹសគេហៅរឹសស្បៃអាហ្នឹងគេហៅរឹសតែស្អៃឈាមតែបើអាខាងនេះគេហៅថារឹសពណ៌រឹសធំដែលវាចាក់មកឆ្ងាយបាទអញ្ចឹងយើងរយអញ្ចឹងមកបាទហ្នឹងអាហ្នឹងតែវាប៉ះតំណើមអីហ្នឹងគឺវាចាប់ដើមមកនិយាយហើយវាបាទដាក់4ណាបាច់ខ្ញុំចង់ដាក់5មកឡើយហើយ5បានហើយ4បានហើយដើមប៉ុណ្ណឹងព្រោះបើវាអត់ទាន់មានផ្កាក្តឹបហ្នឹងស្រួលហ្នឹងទេដើររត់តែប៉ុណ្ណឹងតាមណាគ្នា3ស្រាំហើយខ្សាច់ល្អទៀតទេលើហូមកទៀតវេនេះទេទៅទៅដាក់ទៅបាទតែប៉ុណ្ណឹងវាអត់ទៅហត់តែមើលក៏5មើលក៏បានដែរមើលទៅស្រួលស្រាប់ដល់គឺរបៀបប្រើใส่ដាក់ใส่គុណតាំជាចុះเอาแล้วបាយបាច់ចូលយើងទុកចឹងមកទុកចូលវាមើលពួកអ្នកធ្វើហ្នឹងហើយចង់ឲ្យគាត់វាពីដើមនោះមិនចឹងចូលពីអ្នកមើលទៅmột lần vô máu bay này chưa đau một chia đã thay cả chia mày đê chia bên kia phải nghe mới bên kia tới đã rồiนี่มือเด็ดดักจงไว้ยี่ผมมวยđóบ่อยผมมวยเฮ้ยดักเป็นยังตัวมั้ยก็ชูมันโบต้องแล้วด่าผมมวยเจ๊อ่ะเด้อตัวนั้นเรียนเส้นมาละอ้อฮะบ่ด่าได้บุญเพียบ่บุญเพียบ่มีปัญหานั้นก็ปัดตัวdạ thưa lại mấy na lúc dừng lúc những cái bột thòng những cái mưa nó tan em mua tới mưa lại ba đi anh đi miên từ lúc nhấp tới cái hô trôi nhóm nhẹ thưa lại năm đó tầm mì mò là từ lơ cả đau ấy con nên sầm nang chân nhom ấp nang សុំដីមានន័យពីរូបអែមឆ្ងាញ់ដូចសបាញ់ចាំងទំលុងដួងហារតីផ្អែមណាមាត់ក្រៅតែក្នុងគ្មានន័យធ្វើឲ្យមនុស្សខំស្មោះស្រីខូចក្តីប្រាថ្នាស្រឡាញ់រួចបងប្អូនជាកសិករទាំងអស់នេះឥឡូវនេះយើងមកមើលលទ្ធផលដែលយើងប្រើជាមួយនឹងជីជ្រែកដីអស់កណិតចំនួនថ្មីឥឡូវពុកម៉ែបងប្អូនមើលផ្លែស្រូវផ្លែយើងមើលតាមភាពជាក់ស្ដែងទៅមិនបាច់សូវជឿខ្ញុំទេណាអញ្ចឹងយើងមើលនេះបាទចេញមកល្អមែនទេណាបាទមើលភាពជាក់ស្ដែងទាំងអស់គឺវាចេញមកស្រស់ទាំងអស់មើលនេះមើលខាងនេះបាទមើលទៅគឺមួយស្រែនេះគឺផ្លែយោតែមែនតែម្ដងបន្ទាប់ពីគាត់បានប្រើជីកសិកម្មជ្រែកដីអอร์แกនិកនេះណា
គឺគាត់ទទួលបានទិន្នផលបែបនេះអញ្ចឹងយើងមើលនេះយើងមើលគួរត្រូវនេះពុកម៉ែបងប្អូននេះតែខ្ញុំកាន់ឲ្យមើលនេះទេស្អាតបាទនេះទេមួយដៃមកគឺល្អខ្លាំងតែម្ដងនេះទេបាទបងប្អូនជាកសិករទាំងអស់គ្នាឥឡូវនេះយើងមើលស្រូវដែលយើងបានប្រើជីជ្រែកដីអស់ជំនាន់ថ្មីណាបាទនេះពុកម៉ែបងប្អូនមើលណាល្អខ្លាំងមែនតែម្ដងសម្រាប់ស្រូវមួយស្រែនេះហើយក៏ដូចជាខាងនេះដែរពុកម៉ែបងប្អូនមើលបាទស្អាតតែម្ដងបាទនេះគឺជាលទ្ធផលដែលវិជាកសិករទទួលយកបានបាទពីការប្រើប្រាស់ជីជ្រែកដីអอร์แกនិកអញ្ចឹងពុកម៉ែបងប្អូននេះទេបាទល្អខ្លាំងតែម្ដងបាទនេះបាទយើងមើលទស្សនភាពរបស់វាឥឡូវកាមេរ៉ាមើលទស្សនភាពទូទៅខាងលើបាទយើងមើលតើវិជាកសិករអាចទទួលបាននេះចេញប្រវត្តិបាទពុកម៉ែបងប្អូនមើលតាមលើជាស្ដែងហើយត្រូវពិតជាល្អមែនទេល្អខ្លាំងបងប្អូននេះត្រូវតែយើងចាប់បានប្រើគឺចេញមកតែម្ដងនេះពុកម៉ែបងប្អូនមើលថែមគឺពុកម៉ែបងប្អូនទាំងអស់គ្នាបានផលិតផលនៃការប្រើប្រាស់ទៅលើជីជ្រែកដីបងណាមើលទិដ្ឋភាពគឺបានផលច្រើនល្អមែនទែនជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាឥឡូវយើងមកមើលលទ្ធផលណានេះលទ្ធផលដែលយើងបានប្រើជីជ្រែកដីអอร์แกនិកជាមួយនឹងស្រូវបាទពុកម៉ែបងប្អូនមើលនេះបាទទទួលបានទិន្នផលខ្ពស់ហើយគួរចេញមកវែងគ្រាប់ចេញមកច្រើនហើយធំឆ្លោះល្អតែម្ដងអញ្ចឹងពុកម៉ែបងប្អូនមើលទេបាទភាពជាក់ស្ដែងនៃការប្រើប្រាស់បាទជីដែលមានគុណភាពខ្ពស់ស្តង់ដារបាទគឺវាចេញមកអញ្ចឹងណាពុកម៉ែបងប្អូនទាំងអស់គ្នាបាទយើងទទួលបានគ្រប់បាទ